សត្វដូនតាទទះស្លាបហើយជ្រេកនៅលើជង្គព្រឹក្សាបានខំយំបំភ្លៃលាស់ក្រលួយកប់ដល់លំហវេហាដែលស្រទុំអមទៅដោយដំណក់ទឹកភ្លៀងរលឹមព្រិចនាព្រឹកដល់មហានក្ខត្តរិកនេះតែត្រូវនៅថ្ងៃ15រោចរនោចខែភទ្របទដោយដាស់បញ្ជាក់ប្រាប់ដល់ព្រះសាសនិកជនទាំងឡាយឲ្យបានដឹងថាថ្ងៃនេះជាថ្ងៃបុណ្យភ្ជុំបិណ្ឌដ៏មានវិសាលភាពបំផុតសម្រាប់ប្រពៃណីទំនៀមទម្លាប់ជនជាតិខ្មែរផងដែរសំឡេងពិនពាក្យខ្ទររងំក៏ក្រឹកក៏ក្រែងបានលាន់ចេញពីម្លប់ដ៏ត្រឈឹងត្រឈៃនៃដើមរាំងដែលបែកមែកសាខានៅចំពីមុខព្រះវិហារត្រដែតត្រដឹមផ្សំជាមួយនឹងសម្រែកដូនតាទៀតនោះហាក់ធ្វើឲ្យអង្គសម្លេងទាំងនេះពីរោះមានអត្យានុភាពជាខ្លាំងដោយរស័តអណ្ដែតមកក្រសោបរោមរិទ្ធវិញ្ញាណពុទ្ធសាសនិកជនទាំងអស់ដែលបានមកមីមកមើលដេះដាស់ពេញទីធ្លាអារាមឲ្យភ្ញីភ្ញារស័តរសល់ស្រយុតស្រយងក្នុងចិត្តហើយនឹកស្រងេះស្រងោចដោយគិតមកមីមកមើលដល់ពុព្វការីជនឬសាច់ញាតិសាច់សាលោហិតដែលបានរលត់ខណ្ឌទៅកាន់លោកឯនាយទងជ្វីលាឆ្លាស់ពណ៌បក់រវិចតាមខ្យល់ជំនោរចុងវស្សាអ្នករដូវបង្កើតបាននូវសោភ័ណភាពមួយដែលគួរឲ្យព្រឺព្រួចស្រីវស្រាញ់ក្នុងចិត្តជាពន់ពេកក្លិនផ្សែងធូបក្រអូបឈ្ងុយឈ្ងុយបានហាសាយពីពេញស្បៃអាកាសនិងលាយឡំជាមួយនឹងសំឡេងមីក្រូដែលក្រុមអាចារ្យអង្គុយចាក់ជូនពរសាប់សាទុការួមទាំងសភាពភ្ញៀវភ្ញាពីសំណាក់ពុទ្ធបរិស័ទទៀតនោះក៏រឹតតែធ្វើឲ្យអត្តកធមយ៉ាងក្រៃលែងអ្នកខ្លះបណ្ដាគ្នាត្រសងមានយូរចានស្រាក់ទុកទៅដោយបង្អែមចង្អាមឬត្រកញ្ចប់ទេយទានឡើងទៅសាលាឆាន់ដើម្បីវេះបាំងសុគលឧទ្ទិសមគ្គផលអនិសង្ឃដល់ញាតិប្រេតទាំងអស់ឲ្យឆាប់បានផុតពីអនន្តរយកម្មហេរវលាចេះតែលូនអង្គលទៅមុខសភាពអង្គក៏កាន់តែរុងរឿងឡើងក៏ស្របពេលដែលទងស្គរគម្រប់3ដងបន្លឺជាសញ្ញាក៏ឃើញព្រះសង្ឃក្រុងឆ្ពងជីវរលឿងឆ្អិនឆ្អៅជាច្រើនសិបអង្គទទួលនិមន្តដោយភាពស្ងប់ស្ងាត់ចាក់ចេញពីកុដិពីសាលាសំណាក់ស្ពីបាតស្ពីថងយាមតម្រង់មកទីធ្លាដ៏ធំទូលាយនៅមុខព្រះវិហារដោយរៀបចំជាជួរធ្វើឲ្យឧបាសកឧបាសិកានិងពុទ្ធបរិស័ទចំណុះជើងវត្តដែលអញ្ជើញមកពីទីជិតឆ្ងាយរាប់រយនាក់ខំរូតរះមនីមនីមានការចានបាយនិងទេយ្យវត្ថុទៅឈរខັບខ័ណ្ឌតាមជូរដើម្បីប្រារព្ធពិធីរាប់បាតក្នុងថ្ងៃឆ្លងភ្ជុំបិណ្ឌនិងដាក់បិណ្ឌនេះជំរឿចិត្តដ៏ល្អបរិសុទ្ធនៃកតញ្ញូវេទិតាធម៌ដ៏ប្រពៃមួយនេះក៏បានប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់ស្ទៃមុខស្រស់បោះកាត់សក់ជ្រងផ្កាលបាយអាចខ្លារៀងតូចទ្រនាប់សម្បុរសណ្ដែកបាយពាក់អាវប៉ាក់ពណ៌សពីនាកន្សែងប៉ាក់ពណ៌សនិងសម្លៀកបំពាក់អន្លូញមានក្រឡាល្អិតលាយក្រហមខ្មៅស្រដៀងទៅនឹងសម្បុរក្របអង្គាអង្កាមទុំបានត្រចានបាយរំលេចទៅដោយក្បាច់ផអណ្ដែតដោយរំកិលជំហានទៅមុខយុវជនម្នាក់ទៀតរាងខ្ពស់ស្រឡះស្មាបើកធំទូលាយសម្បុរស្រអែមស្រស់សក់ស្លូតកាត់វែងខ្លីចំហៀងដីមុខអាយុប្រមាណ24ឆ្នាំបានត្រថាសជ័រទុកទៅដោយកញ្ចប់ទេយទានតូចឡើងពោពេញព្រាបហើយដើរពីក្រោយស្ត្រីវ័យចំណាស់តម្រង់មកពីពិធីរបាំនេះដែរដោយអ្នកទាំងពីរបញ្ជ្រាបខ្លួនចូលក្នុងជួបស្រទាប់ពុទ្ធបរិស័ទដែលកំពុងឈររកបាតយ៉ាងស្ងៀមស្ងាត់រួចក៏ឃើញស្ត្រីដួសបាយមួយស្លាបព្រាម្ដងដាក់ចូលក្នុងបាតព្រះសង្ឃដែលបើកចំហនៅពេលដែលព្រះសង្ឃនិមន្តរំកិលមកបន្តិចម្ដងតាមជួរហើយអ្នកកំឡុះក៏ចេះតែលើកកញ្ចប់ទេយ្យវត្ថុទម្លាក់ចូលក្នុងថង់យាមរបស់ភិក្ខុសង្ឃបន្តតាមលំដាប់ដោយទឹកមុខស្រស់ប្រព្រឹមយ៉ាងស្ងប់ស្ងាត់ហាក់ដូចកំពុងបួងសួងសញ្ជឹកសញ្ជឹងដល់ញាតិកា7សន្តានដែលបានមរណកាលឲ្យបានឆាប់ផុតអំពីវរាទាំងពួងពីនរោអវិជ័យ
លោកពិធីរាប់បាតក៏ត្រូវបានបញ្ចប់ពុទ្ធបរិស័ទក៏បានបំបែកគ្នាទៅតាមទីកន្លែងដទៃរៀងៗខ្លួនហើយក៏ឃើញស្ត្រីនិងយុវកំឡោះមុខស្រស់មិនដែលគ្នាត្រឡប់ទៅរកកុដិព្រះសង្ឃក្នុងជំហានយឺតៗរួចស្ត្រីក៏បានបំបែកមុខមកកាន់នរៈទាំងញញឹមតិចៗទើបកំចាយសំឡេងបង្អើលភាពស្ងៀមស្ងាត់នេះបណ្ដាក៏ងាកទៅក្រុមសាមណេរបណ្ដានិងភិក្ខុនិមន្តទៅកាន់កុដិនិងសាលាធម្មបណ្ដាវិជាកូនបំរុងកតនាទីទេម៉ែឡើងទៅកុដិលោកឪថងបន្តិចហើយណាវិជាគឺជាឈ្មោះនរៈរូបសង្ហាដែលបានហុចថាសឲ្យស្ត្រីដោយខំសើចយ៉ាងស្រស់ហាក់ដូចជាបន្លំទុកយ៉ាងក្រៀមក្រំនៅក្នុងចិត្តតែម្នាក់ឯងបាទអ្នកម៉ែអនុញ្ញាតអ្នកម៉ែឡើងទៅកុដិលោកតាមុនចុះកូនសុំចិត្តអ្នកម៉ែទៅលេងត្រូវវិហារកំសាន្តអារម្មណ៍បន្តិចសិនអ្នកម៉ែបានមកវត្តម្ដងក៏មិនដែលភ្លេចថ្វាយបង្គំព្រះអង្គធំនៅលើព្រះវិហារទេណាអ្នកម៉ែលើប្រយោគអ្នកកំឡោះភ្លាមអអនផ្លោះទឹកមុខហើយទើបចំហៀនឈរថ្មឹងរួចក៏សម្លឹងធ្វើផ្នែកភ្លឺតែម្ដងរក្សាអារម្មណ៍នឹងនោះណាកូនគួរតែរៀនបើកចិត្តឲ្យទូលាយកុំយករឿងសៅមកដាក់ក្នុងជីវិតភាពចង្រៃឧបទ្រពទាំងនោះវាមិនឈ្នះលើចិត្តយើងទេវារមែងយល់ថាភាពអត់ធ្មត់និងការតស៊ូព្យាយាមជាកត្តាដែលសម្រេចនៅភាពជោគជ័យណាកូនចូលកូនជំនះលើចិត្តខ្លួនឯងសិនសឹមកូនជំនះលើចិត្តអ្នកដទៃកូនកុំធ្វើអ្វីឲ្យអសទ្ធានៅថ្ងៃនេះឲ្យសោះណាកូនវិជាឈ្ងោកមុខឈរស្ដោកទាំងទឹកមុខស្ងួតក្រៀមក្រំជាពន់ពេងដោយខំប្រឹងស្ដាប់ប្រសាសន៍អ៊ំស្រីទាំងព្រះរាជពិចារណាលោកអ៊ំអនបញ្ចប់ពាក្យទាំងអំបល់ម៉ានដែលគាត់បាននិយាយទើបយុវជនរូបនេះក៏បានសម្លឹងមើលមុខអ៊ំស្រីដោយសើចស្មាកូនពិតជាអរគុណអ្នកម៉ែណាស់ដែលអ្នកម៉ែយល់ពីចិត្តកូននៅពេលនេះប៉ុន្តែរនួលក្នុងចិត្តរបស់កូនហាក់ដូចជាគ្មានសង្ឃឹមថាបានឃើញពន្លឺខ្នាតដូចអ្នកឯទៀតនោះទេកូនសូមមេត្តាចិត្តម៉ែកុំបន្តសម្ដីទៀតអីកូនមិនចង់ឲ្យអ្នកម៉ែធ្លាក់ក្នុងភាពរីមីដូចកូននោះទេកូនយល់ដឹងថាកូនស្គាល់តម្លៃនៃវិន័យនៃការបែកបាក់សុភមង្គលក្នុងក្រុមគ្រួសារច្បាស់លាស់ណាស់អនុញ្ញាតអ្នកម៉ែអញ្ជើញទៅកុដិលោកឪថោងមុនចុះកូនសូមករណាសូមចិត្តស្ងប់ស្ងាត់ក្នុងពេលដែលកូនត្រូវការភាពស្ងប់ស្ងាត់តែមួយពេលតែប៉ុណ្ណោះណាអ្នកម៉ែដើម្បីតាំងអារម្មណ៍ឲ្យល្អរលត់សំឡេងដ៏ទន់ភ្លន់និងមានសភាពអ៊ូតផ្អែមនេះបានធ្វើឲ្យអ៊ំស្រីញញឹមទាំងមិនសពហើយយល់ជ្រាបជ្រាបពីចំណងវិបត្តិព្យុះជីវិតរបស់យុវវ័យនរៈស្ត្រីលើកចានបាយដាក់បន្តែលើថាឬក៏ចម្រុះសម្ដីយ៉ាងសោទន់ម៉ែមិនហ៊ានរង្គៀសចិត្តឲ្យកំពប់បុណ្យរបស់កូននៅក្នុងថ្ងៃនេះទេកូនទៅចុះតាំងចិត្តឲ្យស្ងប់ស្ងាត់តាមជំរឿប្រធោព្រះសម្មាសម្ពុទ្ធដល់ថ្លាបរិសុទ្ធនេះផងចុះម៉ែទៅចាំកូននៅឯកុដិលោកតាកូនទៅចុះវិជាសាយពុតព្រមញញឹមប្រព្រាយចេញថ្មិញសស្គូហាក់កាត់តម្រឹមហើយលុកដៃទៅច្របាច់ដៃអ៊ំស្រីយ៉ាងថ្នមថ្នមកូនពិតជារំភើបចិត្តណាស់ដែលរូបម៉ែអនុញ្ញាតឲ្យកូនទៅអញ្ចឹងកូនទៅហើយណាម៉ែនរៈសាច់ក៏ក្លឹបដកដៃមកឆ្លៀកច្រមុះបន្តិចទៅបបិលខ្លួនជំហានរំកិលទៅមុខព្រះវិហារធ្វើឲ្យអ៊ំអនត្រូវវាក្បាលយឺតដោយសើចញញឹមពព្រាយតែម្ដងហើយសម្លឹងភ្លៀកតាមពីក្រោយអ្នកកំឡោះរួចក៏ស្រោចឆ្ពោះទៅកុដិព្រះសង្ឃមើលអង្គដែលមានចម្ងាយប្រមាណជា20ម៉ែត្រទុកទៅដោយភាពរីករាយយ៉ាងស្រស់បំព្រងក្នុងផ្លូវព្រះធម៌តាមពិតទៅអ៊ំស្រីអនមិនមែនជាម្ដាយបង្កើតរបស់នរៈដែលមានទឹកដមប្រជាប្រិយនេះទេអ៊ំស្រីអនជាម្ដាយធំជាទូតមួយខាងសាច់ឪពុករបស់នរៈទៅវិញទេស្ត្រីមករមរੂជាមួយនឹងក្រុមគ្រួសាររបស់វិជាបានប្រហែលជាប្រមាណ5ឆ្នាំតែប៉ុណ្ណោះអ៊ំស្រីអនជាស្ត្រីមេម៉ាយដែលមានកូន3ដែលបានរៀបការមានប្តីស័យអស់ទៅហើយនៅឯស្រុកបាភ្នំខេត្តព្រៃវែងឯណោះអ៊ំចាស់គាត់បានអបទុកលំបាកទុកវិបត្តិយ៉ាងច្រើនក្រៃលែងតែម្នាក់ឯងនៅពេលមករੂជាមួយនឹងគ្រួសារមួយនេះ
រាល់ថ្ងៃសន្តានចិត្តអាណិតមេត្តានិងករុណាចំពោះវិជ្ជាបានរីករាលដាលពេញថ្នាលបេះដូងរបស់ស្ត្រីចំណាស់ឲ្យខានចែកឆ្ងាយស្រឡាញ់ពីបុត្របង្ការរបស់ខ្លួនភាពស្រឡាញ់ពេញចិត្តដោយព្រមវិហារធម៌ទៅលើយុវជនដែលបានប្រជែងកន្លែងទុកសោកធ្វើឲ្យរូបអមស្រីមានមោទនភាពខ្លាំងបំផុតនៅក្នុងជីវិតរបស់គាត់ចំណុចដែលលេចធ្លោនៅក្នុងចន្លោះក្តីវិបត្តិនិងក្តីរីករាយយ៉ាងត្រៃត្រអាលនេះហើយទើបធ្វើឲ្យវិជាកំឡោះដែលតែងតែគោរពប្រណិប័តនិងប្ររពហៅនាមស្ត្រីថាម៉ែអនពេញមាត់យ៉ាងដូចនេះនៅក្នុងព្រះវិហារមានពុទ្ធបរិស័ទជាច្រើននាក់នាំគ្នាអង្គុយថ្វាត់ថ្វាយបង្គំយ៉ាងស្ងប់ស្ងៀមហាក់កំពុងបណ្ដែតផ្ដោតអារម្មណ៍ទៅតាមការឧទ្ទិសប្រាថ្នារៀងៗខ្លួនចំណែកឯវិជានរៈវិញក៏បានលំអរការគោរពយ៉ាងស្ងប់ស្ងាត់នៅចំពីមុខព្រះពុទ្ធបដិមាអង្គធំនិងអង្គតូចៗជាច្រើនទៀតទាំងមិនកម្រើកខ្លួនហាក់ដូចកំពុងសច្ចាបួងសួងតាមទ្វារបរិសុទ្ធនៅក្នុងកន្លងធម៌មានព្រះពុទ្ធព្រះធម៌និងព្រះសង្ឃបានប្រមាណជាមួយខណៈពេលទើបទាញជង្គង់ដែលលុតនិងដកដៃមកសំពះក្រាបលើផ្ទៃរាមដោយងើបដងខ្លួនអង្គុយបត់ជើងយ៉ាងសមទំនងឬក៏លើកដៃប្រណម្យទាំងងើយមុខទៅកាន់ព្រះពុទ្ធបដិមាទាំងអស់ក្រុមរលកសំឡេងបង្ហូរមកថ្នមខ្ញុំប្រកាសណាមានអំណរយ៉ាងប៉ុនពេកក្រៃដែលបានយន់យកកំណើកើតជាមនុស្សដោយបានច្រកក្រមមលុបព្រះបារមីនៃព្រះពុទ្ធជាម្ចាស់ខ្ញុំប្រកាសណាមានសេចក្តីបរិសុទ្ធណាស់ចំពោះផ្លូវធម៌ព្រោះផ្លូវធម៌នេះហើយដែលមានតម្លៃប្រសើរលើសប៉ុនពេកសម្រាប់ឆាកជីវិតនៃខ្ញុំប្រកាសណាមានចិត្តជ្រះថ្លាបំផុតចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃជីវិតរបស់ខ្ញុំប្រកាសណាបង្ហាញពីពេញយ៉ាងស្រាលស្រទន់មកដល់ត្រឹមនេះវិជាក៏បញ្ឈប់សំឡេងហើយប្រអប់ដៃទាំងពីរក៏នៅតែប្រណម្យរូបខ្សែចក្ខុក៏សម្លឹងទៅកាន់ព្រះចិនស្រីរហូតដល់ស្រក់ទឹកភ្នែកតក់តែម្ដងស្រក់ស្រោចនៅលើម្រាមដៃទាំង10ដែលកំពុងផ្គុំសំពះដោយកំពុងលេបទុកសោកយ៉ាងសង្ហាត់នៅក្នុងជីវិតតែម្នាក់ឯងយុវជនខាងបបោមាត់ដោយធ្វើទឹកស្រពោនទើបជំរុះសម្ដីបន្តទាំងសម្រក់ទឹកភ្នែកអនុស្សាវរីយ៍ជាការបន្សល់នៅសម្រាប់នៅក្នុងការបង្កប់ជីវិតនៅពេលដែលត្រឡប់ទៅវិញប៉ុន្តែអនុស្សាវរីយ៍ទាំងនោះបានធ្វើឲ្យខ្ញុំប្រកាសណាខ្ញុំមានការខ្វះចន្លោះជាខ្លាំងក្នុងឆាកជីវិតដ៏ខ្លីមួយនេះដ៏មានតម្លៃមួយនេះផងដែរខ្ញុំវិនាសអស់ហើយព្រះអង្គជាម្ចាស់អើយខ្ញុំប្រកាសណាវិនាសគ្មានសល់អ្វីបន្តទៀតទេគ្មានវិនាសណាស្មើនឹងវិនាសចិត្តឡាយព្រះអង្គជាម្ចាស់នៅពេលនេះខ្ញុំប្រកាសណាវិនាសអស់ហើយពន្លឺនៃជីវិតរបស់ខ្ញុំប្រកាសណាដូចជាពន្លឺសត្វអំពិលអំបែកក៏ដូច្នោះឯងជ្រែកនៅក្នុងស្បៃរាត្រីក៏ដូច្នោះឯងខ្ញុំប្រកាសណាស្ទើរតែនឹងអស់សង្ឃឹមនឹងត្រូវប្រឈមជាមួយនឹងការតស៊ូទៅមុខទៀតពុំរួចឡើយខ្ញុំប្រកាសណាខ្លាចនៅការវិនាសចិត្តទាំងនោះព្រះអង្គវិជាកំឡោះលើកប្រអប់ដៃទាំងពីរមកកតុបមុខហើយអោនក្រាបរៀបស្មើដោយទទួលសោកយ៉ាងសុសឹកហាក់រំជើបរំជួលជាមួយនឹងភ្នាត់អារម្មណ៍ជាពន់ពេកនៅការវិនិច្ឆ័យចិត្តនោះដំណក់ទឹកភ្នែកហូរខ្ជះខ្ជាយប្រជ្រៀតចេញតាមច្រវាក់ម្រាមដៃមកសាមលលីពេញកំរាព្រមតែម្ដងហើយនរៈនៅតែបន្តខ្សឹបខ្សួលដោយធ្វើឲ្យចំណងវិបលៈទាំងនោះកាន់តែមានចំណងលោតមកសង្គ្របជីវិតរបស់អ្នកកំឡោកបន្ថែមទៀតតែប៉ុណ្ណោះយុវកំឡោះបៀមទុកយ៉ាងក្រៀបក្រំតែម្នាក់ឯង
ហាក់កណ្ដាលណាស់នៅក្នុងលោកីដ៏ល្អល្ហេវមួយនេះតើចំណងវិបលៈនៃការវិនិច្ឆ័យទាំងនោះមានលក្ខណៈយ៉ាងដូចម្តេចទៅណោះហេតុអ្វីបានជានរៈយើងក្តុកក្តួលដោយសោកសង្រេងយ៉ាងដូចនេះក្នុងខណៈនោះប្រអប់ដៃដ៏តូចស្រឡូនមួយមានរាមដៃដូចបន្លែក្រូចលើកដៃមកទស្សនាយុវជនដល់ថាតិចហាក់ដាស់សតិឲ្យនរៈឲ្យភ្ញាក់ពីការសូបសាមនៅក្នុងភាពសៅហ្មងវិជាញយខ្លួនញាក់ស្មាហើយខំក្រក់អង្គុយតាមសម្រួលដោយក្រឡេកទៅរកប្រភពនៃប្រអប់ដៃហើយក៏បានប្រទះនឹងនាងក្រមុំម្នាក់ដែលមានរូបសម្រស់ដូចជាបុប្ផាកំពុងរីកសុខរស់គុណពីដើមរណីដ៏តូចច្រឡឹងមានរង្វង់ភ័ក្ររៀងពងក្រពើសក់ខ្មៅរលោងដូចស្លាបក្អែកវែងអន្លាយចិញ្ចាមខ្មៅក្រឹបកង់ដូចឥន្ទនូរោងភ្នែកងក្តើតដូចគេពុតពន្លឺភ្នែកមុតច្រមុះស្រួចលិចត្រនងខ្ពស់បបោមាត់មានក្លែបដូចស្រទាប់ផ្កាកុលាបស្រស់ប្រព្រឹមសម្បុរសណ្ដែកបាយភ្លឺរលោងសំលៀកបំពាក់សមរម្យស្រស់ដូចទេពកិន្នរីស្ថិតក្រោមមេគានៃព្រះបារមីព្រះពុទ្ធជាម្ចាស់មាណពពេញទៅដោយរូបសម្បត្តិល្អឯកនេះដែលគេមានឈ្មោះថាអេនជេលីដែលមានអាយុប្រមាណជា20ឆ្នាំតែប៉ុណ្ណោះនរៈនាថអេនជេលីខំបង្ហើរស្នាមសម្រស់កញ្ចក់ចិត្តនរៈឲ្យស្វែងស្រឡះពីវិបត្តិដោយហើយកូនកន្សែងពណ៌កុលាបទុនរលោងដោយបត់សំទំនងមកឲ្យយុវកំឡោះទាំងខ្ជាក់សម្ដីតិចថាវិជាទឹកភ្នែករឿងស្អីហ្នឹងកុំសោកសង្រេងអញ្ចឹងអីខ្ញុំពិបាកភ្នែកមើលណាអ្នកកំឡោះទទួលកូនកន្សែងលើកមកផ្ដិតទឹកភ្នែកបណ្ដាខំញញឹមសម្រាប់បណ្ដាអរគុណអញ្ជលីមកដល់ថ្មណាខ្ញុំមកតាំងពីព្រឹកម្ល៉េះខ្ញុំឃើញវិជានឹងអំអរយូរហើយតែឆ្លៀតពេលមកជួបពំបានថ្ងៃឆ្លងភ្ជុំបិណ្ឌនេះចំជាក្រុមវេនអ្នកម៉ែទៅអ្នកម៉ែរវល់តែឯអុកជាមួយនឹងក្រុមគាត់នៅឯសាលាឆាន់អ្នកម៉ែការពារខ្ញុំសម្បំណាស់ហើយអប់រំខ្ញុំច្រើនណាស់ឆោមល្អពោបណ្ណាលើកសំណុំតងផ្កាឈូកក្រពុំមកផ្ដេកលើផ្លូវដែលកំពុងតែបត់ជើងយ៉ាងទន់ភ្លន់បណ្ណាធ្វើឲ្យនរៈងក់ក្បាលងក់ហើយក៏សើចយ៉ាងប្រព្រៃតែម្ដងខ្ញុំដឹងទេតាល្អឥតចោះហើយដែលអញ្ជលីមានអ្នកមីងគុំក្រងប៉ែនយ៉ាងល្អសូម្បីតែម៉ែអនក៏ពោលសរសើរអ្នកមីងអនងតែពូកែថែរក្សាកូនបានយ៉ាងល្អរាល់ថ្ងៃនេះតាគិតទៅពុកម្ដាយណាក៏ដោយមានសុភមង្គលបំផុតនៅពេលដែលឃើញកូនរបស់ខ្លួនមានសុភមង្គលជាពិសេសអញ្ជលីតែម្ដងដែលជាពេជ្រនិងទាំងក្របនៃមរតកនៃគ្រួសារស្រស់រណតីលើកដៃទះផ្លូវនរៈដោយធ្វើមុខអៀនកំពិនពេកបញ្ចើខ្ញុំពេកហើយវិជាវិញក៏ឆ្នាំជាងខ្ញុំផងម្ដេចក៏មិនកោតសរសើរប៉ិនលើកដាក់គេណាវិជាឯងនេះនរៈសាយក៏ក្លឹកតសំលេងពេញបំពង់កបងម៉ែនឹងបញ្ចូលផងមិនបានទេអីអញ្ជលីនាងក្រមុំសំឡក់មកលេចភាពអៀនខ្មាស់ឡើងក្រហមផរផង់ដោយផ្លែបះទុំអញ្ចឹងលើផ្ទៃមុខខ្ញុំនិយាយមិនឈ្នះវិជាឯងទេមិនឈប់បង្ហូរទឹកភ្នែកអាសូរវិបត្តិហើយឯងអ្នកកំឡោះវិជាប្រែទឹកមុខខំញញឹមបន្លំទុកព្រួយដែលពួននៅក្នុងចិត្តពេលដែលជួបអញ្ជលីម្ដងខ្ញុំរសាយអស់នៅទុកកង្វល់រលីងតែម្ដងស្រីស្រស់តងវងពេលមកជ្រវែបហាក់គ្រឹកខ្នាញ់ជប៉ុនពេកបែបចិត្តខ្លាចជាកវីនិពន្ធហើយមើលទៅប្រហែលហើយទីដឹងបើសិននៅក្បែរអញ្ជលីបន្តិចទៀតនោះអ្នកកំឡោះជំរុះពាក្យចាក់តាមបណ្ដោយធ្វើឲ្យនាងក្រមុំក្តាប់មាត់សំឡក់យ៉ាងខ្នាញ់ជប៉ុនពេកអរគុណហើយលោកម្ចាស់តូចរលកសម្ដីបញ្ចប់ភ្លាមឆោមស្រស់ក៏លើកសំណុំកែជូករលំដាក់លើផុតក្បាលហើយបិទភ្នែកយ៉ាងស្មឹកស្មាត់ទាំងទឹកមុខស្រស់ប្រព្រឹមហាក់កំពុងអធិដ្ឋានបួងសួងអ្វីម្យ៉ាងធ
ធ្វើឲ្យវិជានារៈខំគយគន់អរិយាបថរបស់នាងក្រមុំដោយសាច់ស្រស់ត្រយងឬក៏លើកដៃសំពះផ្ទឹមស្រស់ស្រីល្អបំណាច់នេះដែរបណ្ដែតផ្នត់អារម្មណ៍ឲ្យវិញត្របាញ់ក្នុងពន្លឺព្រះធម៌នៃព្រះពុទ្ធបរមគ្រូប្រមាណជា10នាទីទើបស្រស់អញ្ជលីបើកភ្នែកសន្សឹមសម្លឹងទៅកាន់ព្រះអង្គធំដោយស្នាមញញឹមយ៉ាងស្រស់រួចក៏ងាកទៅរកមើលអ្នកកំឡោះដែលកំពុងអង្គុយប្រណម្យយ៉ាងស្ងប់ស្ងាត់ទាំងទឹកមុខស្រស់ពុកព្រាយនាងក្រមុំក្រាបបង្គំថ្វាយទាំងប្រអប់ដៃនៅមានកាន់សំណុំផ្កាឈូករួចក៏រំកិលឆ្ពោះទៅខាងមុខដោយយកសំណុំផ្កាឈូកដល់ទៅក្នុងថូផ្កាទើបដកជំហានថយមកក្រោយអង្គុយនៅកន្លែងដើមវិញស្របពេលនោះអ្នកកំឡោះក៏បើកភ្នែកមកកយគុណយ៉ាងញញឹមភ្ជិបតែម្ដងអ្នកទាំងពីរសម្លឹងមុខគ្នាក្រោមពន្លឺចក្ខុយ៉ាងមុតស្រួចហាក់ធ្វើឲ្យកក្រើកញាប់ញ័ររំជួយកម្លាំងផ្នែកមនោសញ្ចេតនាបានបន្តិចស្រាប់តែស្រស់ឆវីបែរមុខចេញផ្ទុកដោយភាពអៀនខ្មាស់ជាពន់ពេកបន្ទាប់មកអ្នកទាំងពីរដើរទៅទាញយកសរសៃធូបបានម្នាក់មួយសំណុំម្នាក់ទើបចាប់ផ្ដើមដុតធូបឲ្យហើយផ្សែងអង្គុលឡើងតែម្ដងទើបអ្នកទាំងពីរមកអង្គុយថ្វាយបង្គំព្រះពុទ្ធបដិមាបានបន្តិចហើយក៏នាំគ្នាចេញពីព្រះវិហារដោយយកធូបទៅដល់តាមទីសក្ការៈគ្រប់ទិសានុទិសដោយពុទ្ធបរិស័ទដទៃទៀតដែលកំពុងដើរពពាក់ពពួនឲ្យធូបយ៉ាងដូចនេះដែរក្រោយពីដើរឲ្យធូបគ្រប់ទីសក្ការៈរួចទើបអញ្ជលីលាវិជាទៅជួបនៅមីងអនណងដែលជាម្ដាយរបស់ខ្លួននៅឯសាលាឆាន់ទើបអ្នកកំឡោះរំកិលជំហានតម្រង់មកកត់ព្រះសង្ឃដែលជាចៅអធិការធ្វើទាំងទឹកមុខស្រស់ហាក់រំសាយអស់ទុកចង្រៃនិងឧបទ្រពទាំងឡាយទាំងពួងនៅពេលឡើងមកក្នុងកត់លោកសុគ្រាចនារឃើញលោកតាថោងដែលជាចៅអធិការតម្រិតសឹងសម្លឹងមកដោយធ្វើប្រកេះរេរំដាក់អំអនដែលកំពុងអង្គុយចិត្តនោះវិជាក៏ដើរលំអនទៅចិត្តប្របាទទើបលោកសុគ្រាចថោងមានសង្ឃដីកាថាយ៉ាងម៉េចហើយចៅវិជាបានស្ងប់អារម្មណ៍ខ្លះទេយុវជនទីងផ្លែតយកមកបកបង្ហាខ្យល់តិចដោយខំនិយាយឈ្ងោកមុខស្ងប់ខ្លះដែរលោកតាប៉ុន្តែបើរំលឹកធ្វើដូចឲ្យកាន់តែកាត់ទុកទៅវិញទេលោកតាថោងក្រោកមកសម្រួលអរិយាបថដោយរៀបចំស្បង់យុវឲ្យសមសួនឬក៏សាច់ញឹមលោកតាថោងពោសសាវិជាមិនដាច់ពីមាត់ទឹកចិត្តជ្រះថ្លារបស់ចៅដែលចៅប្រព្រឹត្តរាល់ថ្ងៃនេះគឺជាអនន្តគុណដ៏ប្រពៃណាស់ចៅដែលគោរពមេដាបិតារមែងនាំមកនូវសេចក្តីសុខចម្រុងចម្រើនប្រកបជួញដូរអ្វីក៏លូតលាស់ដែរណាចៅរាល់ទង្វើរបស់ចៅពិតជាល្អប្រសើរនិងជាគំរូដល់ជំនាញនៃជនទាំងឡាយភាពអំណត់ទាំងនេះពិតជាគុណធម៌ដ៏កម្រភាពកតញ្ញូរបស់ចៅស័ក្តិសមនឹងទទួលបាននូវភាពជោគជ័យនាថ្ងៃខាងមុខជាពុំខានអ្វីរបស់លោកតាចង់ឲ្យចៅស្វែងយល់ឲ្យច្បាស់នៅគុណទោសបាបបុណ្យជាពិសេសសំលៀងចិត្តឲ្យមុតថ្លាស្រឡះក្នុងលុបនៃព្រះបារមីនៃព្រះពុទ្ធព្រះធម៌និងព្រះសង្ឃឧទាហរណ៍ទៅនឹងមនុស្សខ្វាក់បើគ្នាងងឹតពពីងពពើមហើយគួរណាដែលយើងជាមនុស្សភ្លឺត្រូវជួយដឹកដៃតម្រង់ទិសឲ្យគ្នានៅពេលលោកសុគ្រីតបញ្ចប់សង្ឃដីកាទើបអនបន្តប្រយោគបន្តខ្ញុំប្រកាសណាក្រានរលឹកដល់កូនវិជាជារៀងរាល់ថ្ងៃដែរព្រះតេជគុណខ្ញុំប្រកាសណាមិនចង់ឲ្យកូនវិជាធ្លាក់ចូលរណ្ដៅបាបដោយលោកម្ចាស់ធំទេខ្ញុំប្រកាសណាសប្បាយចិត្តយ៉ាងអាណែដែលបានបុតដូចកូនវិជាព្រះតេជគុណក៏បាច់បារម្ភពេកអីពោញោមចម្រើនពោហើយបើស្វែងយល់បានវែងឆ្ងាយបែបនេះវិជាចៅមនិយាយស្ដីអីបន្តិចអញ្ចឹងបានជានៅស្ងាត់ជ្រុំយ៉ាងនេះលោកចៅអធិការនៅតែធ្វើប្រភពស្រស់បប្រឹងបណ្ដាលឲ្យយុវៈកំឡោះងើបមុខឡើងដោយស្រដីខ្សែទាំងដៃនៅកាន់ផ្លិតបក់នៅឡើយសូមលោកតានិមន្តបន្តសង្ឃឱវាទទៀតចុះចៅមិនមានពាក្យអ្វីដែលត្រូវនិយាយក្រៅពីការស្ដាប់នេះទេអ៊ំស្រីអនលើកបានតែចាត់ទឹកចូលកែវហើយរុញថាផ្ទុកកែវបង្ខិតមកគៀកលោកតាថោងទើបបន្លឺវាចាមួយបន្ទាប់ពីប្រតិជនគុណគឺមានខ្ញុំប្រកាសណាជួយត្រួសត្រាយផ្លូវចិត្តកូនវិជាជាតិដរាបដែរសូមប្រតិជនគុណជឿតាមកូនណាចុះកូនវិជាល្អប្រសើរណាស់លោកសក្រិចងួតប្រកេះហាក់រំភើបរីករាយរួចបន្តសងប្រយោគយ៉ាងដូចនេះថាការតស៊ូព្យាយាមរបស់ចៅបើតាមតាដឹងជាហោហាកាន់តែធ្វើឲ្យតាមានឧបនិស្ស័យជាមួយចៅរតែខ្លាំងរាល់ថ្ងៃនេះអាត្មារងាប់អារម្មណ៍ស្វែងយល់បានច្រើនណាស់សញ្ញាវិបលៈជាច្រើនបានកាត់ចេញពីនរូបបរិសុស្ត្រីជាទូទៅដោយភ្លេចអស់រលីងនៅទំនៀមទម្លាប់ប្រពៃណីជាតិជាពិសេសប្រជានៅប្រកាន់យកសច្ចៈខន្តី
ព្រះសម្បញ្ញពុទ្ធបានសម្ដែងឱវាទថាវារងាប់ដោយការមិនចង់ពៀការបង្កហិង្សានៅក្នុងផ្លូវចិត្តអាចឈានដល់ការប្រាអំពើហិង្សាដល់អ្នកដទៃនៅលើលោកីយ៍នេះការកាត់ចាស់ឈឺស្លាប់ជារឿងធម្មតារូបបាំងទុកខាងអនិច្ចំអនត្តានៅក្នុងវដ្តសង្សារនេះជីវិតមិនទៀងទាត់ឡើយណាញោមទាំងពីរស្ត្រីចំណាស់ខំក្រាបអោនសំពះដោយត្រង់ត្រាប់ស្ដាប់សង្ឃដីការបស់លោកតាថោងយ៉ាងយកចិត្តទុកដាក់ចំណែកវិជាវិញទម្លាក់ផ្លិតលើកដៃប្រណម្យយ៉ាងស្ងប់ស្ងាត់ទើបលោកចៅអធិការថ្លែងសង្ឃដីកាបន្តមរតកគុណគ្រូឧបជាមានគុណស្មើនឹងមាតាបិតាប៉ុន្តែអរិយបុគ្គលណាដែលអត្តនោម័តតាមកំណត់ខ្លួនឯងខ្លាំងពេករមែងនាំមកនៅភាពខ្វះចន្លោះហើយគួបផ្សំជាមួយនឹងគំនិតអ្នកដទៃមកធ្វើកុសលវិភាគទៀតនោះទើបធ្វើឲ្យកាន់តែប្រសើរចូលរក្សាសិល5ចាំសិល8តាមផ្លូវព្រះពុទ្ធចុះព្រោះសិលទាំងនោះហើយជាច្បាប់វិន័យសេរីថ្កុំថ្កានយូរជាថ្កុំថ្កានល្បីសរសៃរន្ទើញាតិពុទ្ធបរិស័ទទាំងឡាយគួរប្រកាន់ភ្ជាប់នៅសុចរិតភាពទៀងត្រង់រមែងមានជីវិតប្រសើរបវរហើយគួរធ្វើខ្លួនឲ្យមានប្រយោជន៍ដល់សង្គមជាតិដល់ការរស់នៅរបស់ខ្លួនហើយទើបទទួលបាននូវសេចក្តីស្ងប់សុខពិតប្រាកដសាធុសាធុសង្ឃអវារបស់ប្រតិជគុណកាន់តែធ្វើឲ្យខ្ញុំបករណាបានស្ងប់សុខក្រោមពន្លឺនៃព្រះធម៌ហើយប្រតិជគុណខ្ញុំប្រករណាមិនចង់វិលទៅវិញសោះចំណោះអារម្មណ៍ដែលសោកក្រៃពេកខ្ញុំប្រករណាបានធូរស្រាក់ស្រានអស់ទៅហើយនៅទុកព្រួយពីរោះណាស់ណាប្រតិជគុណខ្ញុំប្រករណានឹងប្រព្រឹត្តតាមមិនឲ្យប្រាចាកសិល5ដឹកច្បាប់ទាំងនោះឡើយអមអនក្រាបសំពះរួចទៅងើបតម្រង់ចង្កេះបាបបន្តិចទាំងញញឹមប្រព្រឹមចំណែកនៅកំឡោះវិញក៏សាច់ស្រស់រួចក៏ជំរុះសំឡេងថ្នមខ្ញុំប្រករណាវិញបើកាលបានស្ដាប់សង្ឃដីការបស់លោកតាកាន់តែរំភើបត្រែកត្រអាក់ក្នុងចិត្តជាខ្លាំងសង្ឃប្រយោគរបស់លោកតាខ្ញុំប្រករណាត្រង់ត្រាប់ស្ដាប់យកមិនឲ្យភ្លេចឃ្លារបស់ណាទេសង្ឃបណ្ដាំទាំងនេះចង់ចាំជាប់ក្នុងចិត្តនិងអនុវត្តតាមគ្រប់កាលទេសណាលោកតាអមអនសាច់ញឹមលោកសុគ្រីតថោងក៏ធ្វើប្រភពស្រស់ការបើបានឮសម្ដីនរៈយ៉ាងក្បោះក្បាយយ៉ាងដូចនេះបន្តិចក្រោយមកទៅឃើញវិជាអង្គុយប្រណម្យជ្រងកនៅតាមច្រកកាន់ចណ្ដាលដោយស្លៀកសំពត់ងូតពលលឿងទុំលែងខ្លួនទទេហើយក៏ឃើញលោកចាស់អធិការដួសទុកស្រោចបណ្ដាសូត្រធម៌ផ្ទះក្បាច់នរៈបណ្ដានឹងឃើញស្ត្រីចំណាស់ញញឹមញញែមនៅច្រកមាត់ទ្វារកត់លួសក្នុងផ្លូវប្រធមរមែងទទួលបាននូវសេចក្តីសុខឯអ្នកលួសនៅក្នុងអបាយមុខលបែងពាលាអំពើទុច្ចរិតនិងអំពើបាបរមែងវិញ្ញាដូចស្រមោលអន្តោតាមប្រាណក៏ដូចឆ្នោតដែររហូតដល់ថ្ងៃបញ្ចប់នៃជីវិតមលោកព្រះបារមីនៃពន្លឺព្រះធម៌ព្រះពុទ្ធនាំសត្វលោកឆ្ពោះទៅកាន់ឋានបរមសុខនិព្វានដល់ឧត្តមឧត្តមប្រើក្រញាំដៃច្បាំកន្សែងពុះគោលើជ្រលក់ទឹកក្តៅអ៊ុននៅក្នុងចានដែកដែលកំពុងដាក់នៅចំហៀងខ្លួនរួចក៏ចាប់ចម្រោះទឹកបានបន្តិចទៅវិជាធ្វើមុខស្រស់ពព្រឹមងើយសម្លឹងអ្នកស្រីសៅគុណដែលជាម្ដាយបង្កើតអង្គុយយ៉ាងស្ងៀមស្ងាត់នៅរទេះរុញដោយបង្ហាញទឹកមុខក្រៀមក្រំសពោអ្នកស្រីអង្គុយល្អៀតគ្មានកម្រើកនៅលើរទេះក្បែរមាត់បង្អួចចំហធ្លុំនាំសម្ពាធខ្យល់បោះបោកចូលក្នុងបន្ទប់ដ៏ធំទូលាយយ៉ាងងាយមួយនេះពន្លឺថ្ងៃដ៏ស្រទន់ក៏បានវាលអំណាចភ្លឺច្បាស់ដែរអ្នកកំឡោះក្រោយពីបានពូតកន្សែងរួចក៏លើកមកជូតថាថ្នមលើកញ្ចាំងកផ្ទៃមុខរួចក៏រំកិលចុះមកត្រដោះសម្អាតនៅលើកំភួនដៃទាំងពីររួចក៏ច្របូតកន្សែងរួចក៏និយាយលងបំពួកចិត្តអ្នកម្ដាយបណ្ដាទាំងរលកសំឡេងស្រាលអ្នកម៉ាក់កូនមានសំណាងណាស់ដែលបានចាប់កំណើតកើតក្នុងផ្ទៃអ្នកម៉ាក់រាល់ថ្ងៃនេះកូនសប្បាយចិត្តជាអាណាដែលមានអ្នកម្ដាយដ៏ល្អបែបនេះអ្នកម៉ាក់ជាថ្លើមប្រមាត់របស់កូនអ្នកម៉ាក់ជាព្រះរស់ជាមរតកចងចិត្តរបស់កូនអ្នកម៉ាក់ជាដួងវិញ្ញាណនិងជាជោគជតារាសីរបស់កូនសាច់នេះសរសៃនេះស្បែកដ៏តរលោងដែលពោពេញទៅដោយព្រំវិហារធម៌នេះធ្វើឲ្យកូននឹកអាល័យគ្មានថ្ងៃដែលត្រូវបំភ្លេចបានឡើយអ្នកម៉ាក់មានកូនធំហើយខ្ពង់ខ្ពស់ណាស់សម្រាប់ជីវិតកូនដែល
កូនត្រូវប្រតិបត្តិស្នងអន្តរគុណដល់វិសេសវិសាលទាំងនេះអ្នកស្រីសៅគុណក្តាប់មាត់ញញឹមសម្លឹងមកបត់បណ្ដូលចិត្តរបស់ខ្លួនទាំងទឹកភ្នែករលីងរលោងហាក់ក្តុកក្តួលណែនទ្រូងដែលក្រៀមក្រំទុកព្រួយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះសំនួនសម្ដីដ៏ផ្អែមមុតរបស់កូនប្រុសប្រៀបបានដូចជាឱសថទឹកយ៉ាងស័ក្តិសិទ្ធិមកព្យាបាលរបួសផ្លូវចិត្តនិងរូបកាយពិការរបស់អ្នកស្រីឲ្យជាសះស្បើយក្នុងពេលឆាប់នេះហើយធ្វើឲ្យរូបស្ត្រីមានកិត្តិយសបំផុតសម្រាប់ការបន្តការរស់នៅវិជារំកិលកូនកន្សែងមកលុញលើប្រអប់ជើងអ្នកបដិបន្តសើចយ៉ាងស្រស់គេថាធ្វើបុណ្យជូនអ្នកមានគុណតនខែភ្លឺចំណែកកូនបើទោះបីជាខែងងឹតឬក៏ខែភ្លឺក៏កូនតាមសងគុណអ្នកម៉ាក់គ្រប់ជំហានដែរអ្នកម៉ាក់ជាម្លប់ដ៏ត្រជាក់ជាខ្យល់ដ៏បរិសុទ្ធរបស់កូនជំងឺរបស់អ្នកម៉ាក់ជាជំងឺរបស់កូននឹងបានជាធូរសះស្បើយជាជ័យពំខានអ្នកម៉ាក់កុំអស់សង្ឃឹមបើទោះបីជាដឹងថាថ្ងៃស្អែកត្រូវស្លាប់ក៏អ្នកជំងឺសុំរស់មួយថ្ងៃនេះទៀតដែរអ្នកម៉ាក់ត្រូវតែមានសង្ឃឹមណាអ្នកម៉ាក់ដោយរំពន្ធរពើក៏ក្រាក់អស់ភ្នត់អារម្មណ៍អ្នកស្រីសៅគុណខាំមាត់បង្ហូរទឹកភ្នែកងាកទៅសម្លឹងទៅស្បៃអាកាសដ៏ធំលហលហេវធ្វើឲ្យវិជាកំឡោះទម្លាក់កូនកន្សែងចូលទៅក្នុងចានដែករួចក៏បង្ខិតទឹកគៀកចិញ្ចាំងទើបក្រោកឈរឡើងយឺតស្របពេលស្ត្រីជាម្ដាយបង្វែរមុខមកវិញអ្នកកំឡោះខំសើចស្ងួតបន្លំទុកសោកកាលបើបានឃើញដំណក់ទឹកភ្នែករបស់អ្នកម្ដាយកំពុងហូរស្រក់រួចក៏ឈោងចាប់កូនកន្សែងដែលបត់ដាក់នៅចុងក្រែងមកផ្ដិតទឹកភ្នែកឲ្យស្ត្រីបណ្ដាទាំងទប់អារម្មណ៍ដោយស្រដីធ្នមបណ្ដាអ្នកម៉ាក់កុំយំកូនមិនចង់ឃើញអ្នកម៉ាក់សម្រក់ទឹកភ្នែកទេសូមអនុញ្ញាតអ្នកម៉ាក់ធ្វើចិត្តឲ្យត្រជាក់កូនមិនចង់ឲ្យអ្នកម៉ាក់ទឹកភ្នែកតែម្នាក់ឯងទេអ្នកម៉ាក់ត្រូវបំពន់ខ្លួនឯងលើភាពរីករាយទៅចុះកុំយករឹកសៅមកបន្ថែមលើជំងឺអីណាអ្នកម៉ាក់មួយនាទីណាក៏ដោយកូនគិតដល់អ្នកម៉ាក់គ្រប់ពេលគ្រប់នាទីជានិច្ចកូននៅតែជាកូនល្អរបស់អ្នកម៉ាក់គ្រប់ពេលគ្រប់វេលាដរាបណាកូនមានជីវិតដរាបនោះកូនមិនបោះបង់អ្នកម៉ាក់ទេឲ្យត្រមងឬមួយហេលហាលកណ្ដោយកណ្ដែងតែមិនឯងឡើយក្រោយពីទម្លាក់កូនកន្សែងនៅកន្លែងដើមវិញនារៈក៏ចាប់ផ្ដើមឆ្លីច្របាច់ដៃអ្នកម្ដាយតិចដោយធ្វើឲ្យសរសៃមានចលនាឈាមដំណើរការបានយ៉ាងល្អយុវជនបន្តច្របាច់លុញរហូតដល់បាតជើងអ្នកម្ដាយអ្នកស្រីសៅគុណសំងំស្ងៀមឲ្យកូនប្រុសឆ្លីលុញធ្វើមុខស្លោកញយទ្វារបើកចំហឃើញអមអនកាន់ថាសផ្ទុកដោយកែវទឹកនិងប្រអប់ថ្នាំពេទ្យដែលចូលមកដោយបោះចំហៀនមុខក្មួយស្រីដែលមានឈ្មោះទុំដែលកំពុងត្រោថាចានម្ហូបអាហារទាំងគម្របបិទយ៉ាងត្រឹមត្រូវនាងទុំមកបម្រើនៅក្នុងភូមិគ្រាចារ្យនេះដ៏ត្រត្រង់មួយនេះជិតបាន1ឆ្នាំហើយនាងទុំជាកូនកំព្រាដោយឪពុកម្ដាយបងប្អូនបាត់បង់ជីវិតអស់រលីងបាត់ទៅហើយក៏បានពឹងទីស្នាក់អាស្រ័យជាមួយនឹងអ៊ំអននៅឯខេត្តព្រៃវែងលោកអ៊ំអនតម្រូវការទើបនាងបានមកជួយបម្រើការដោយបានបន្ធូរបន្ទុកខ្លះអំពីសំណាក់ស្ត្រីអ៊ំស្រីអនញញឹមស្រស់ការបើឃើញវិជាកំពុងប្រណិប័តសម្អាតរូបរាងកាយរបស់អ្នកម្ដាយដូចនេះអ្នកកំឡោះងាកសម្លឹងមកអ្នកទាំងពីរដែលកំពុងអង្គិលជំហានចូលមកសើចញឹមរួចក៏ងាកសើចយ៉ាងស្រស់ដាក់អ្នកស្រីសៅគុណទាំងជំរុះសម្ដីមួយថាសំបីតែម៉ែអននិងបងទុំក៏យកថ្នាំយកអាហារមកឲ្យអ្នកម៉ាក់ហើយដែរតាអ្នកម៉ាក់មិនចាំបាច់ព្រួយបារម្ភរឿងថ្នាំនឹងកើរឿងអាហារគឺមិនខ្វះទេអ្នកម៉ាក់មានសាច់ឈាមភ្លឺថ្លាណាស់វិជាធ្វើរឹកជាសាច់ក៏ក្អៀកដើម្បីជួយបន្លប់បរិយាកាសក្នុងចិត្តអ្នកស្រីស្របពេលអ៊ំស្រីអនស្រោបមកឈរពីក្រោយខ្នងយ៉ាងស្ងៀមស្ងាត់បានហើយកូនទុកតួនាទីនេះឲ្យម៉ែបន្តចុះកូនល្មមបានទៅរៀនសូត្របានហើយបាទម៉ែអនអញ្ជើញបន្តជំនួសកូនចុះណាយុវជនក្រោកឈរទាំងសាយបប្រឹមរួចក៏អនមកចំពិតផ្ទាល់អ្នកម្ដាយ
បានមួយខ្សែយ៉ាងស្រាលដោយខ្សែក៏ខឹកតែម្ដងអ្នកម៉ាក់ពិតជាមានសំណាងណាស់ដែលមានម៉ែអននិងបងទុំបម្រើជាប្រចាំកូនវិញរំភើបចិត្តបន្តិចទេកូនទៅរៀនវិញហើយណាអ្នកម៉ាក់អ៊ំស្រីអនក្រវីក្បាលហាក់ហួចចិត្តនៅអរិយាបថរបស់នារីដែលពូកែពោលទំនើយចិត្តអ្នកមានគុណនាងទុំខ្សែក៏ខឹកសប្បាយចិត្តជាអណែកចំពោះទង្វើរបស់អ្នកកំឡោះអំបញ្ញមិញដែលពុំមានភាពអៀនខ្មាស់តតែសោះវិជាសាច់ដាក់អំអននិងបងទុំដោយស្រដីយ៉ាងរីករាយម៉ែអនបងទុំខ្ញុំទៅរៀនសិនហើយទៅចុះកូនកុំនៅយប់ខ្លាំងពេកណាអំអនបែរមកនិយាយជាមួយវិជារួចក៏ទៅងាកមកនិយាយជាមួយនាងទុំបន្តទុំយីអាឈោស្រូវអញ្ចឹងមិនមិនរយដៃទេអីដាក់ថាទៅលើតុទៅឯងនេះចាំតែយើងប្រាប់រហូតតែម្ដងចាអ្នកមីនាងទុំសាច់ក្រហាញដាក់វិជាបណ្ដាទើបរំកិលជំហានទៅចិត្តតុបណ្ដារួចក៏ទម្លាក់ថាផ្ទុកចានអាហារថ្នមនៅលើតុរួចក៏ទទួលថាផ្ទុកកែវប្រអប់ថ្នាំពីដៃស្ត្រីក៏ឆ្លៀតសម្លឹងទៅកាន់អ្នកកំឡោះកំពុងបោះជំហានចេញពីបន្ទប់នៅពេលទីបន្ទះទ្វារបតាមស្រួលវិជាឈរត្រឹងដោយយកខ្នងផ្អែកទៅលើជញ្ជាំងបន្ទប់រួចក៏សម្លឹងក្បាលទៅលើពិដានកំពុងបង្កកទុកសោកឲ្យរោគទន្ទ្រានពេញរាងកាយមិនបាន5នាទីផងនារីក៏ទម្លាក់ក្បាលចុះស្របពេលទឹកភ្នែករាប់លានដំណោះក៏ស្រក់ចុះមកដែរយុវជនខាងមាត់បង្ហូរទឹកភ្នែកហាក់អួលណែនក្នុងជីវិតជប៉ុនពេកនារីឈឺចាប់ពើផ្សារហួរនឹងហាស្ដីកំពុងឈោកខ្សឹកខ្សួលរមួលអស់ថ្លើមប្រមាណវិញដល់ក្តីឈឺចាប់ដែលបរិយាយមិនបានរំពេចភ្លាមនោះក៏ឃើញស្រីស្រស់វ័យក្មេងម្នាក់ដែលមានអាយុប្រមាណ19ឆ្នាំមានរូបសម្រស់ស្រស់សោភាដោយពាក់អាវយឺតពណ៌សរាងមូលខ្លងដោយព្យួរវ៉ែនតាបន្តពណ៌ខ្មៅដោយយកស្ដូកនៅលើដើមទ្រូងពើងើបហើយស្លៀកខោកាប៊យខោចង្កេះបង្ហាញរាងយ៉ាងណែនខ្លងចំណែកនៃជើងទាំងសងខាងបានពាក់ខ្សែជើងធ្វើអំពីផ្លាទីនតូចក្រូចឆ្មាដែលមានរំជោលកូនកណ្ដឹងតូចហើយស្រីស្រស់សម្រស់បាននេះក៏បានដើរតម្រង់មកកាន់អ្នកកំឡោះបណ្ដាក្រវីកូនសៅបណ្ដាទាំងធ្វើទឹកមុខស្រស់ត្រចង់វិជាងាកមកចេញដល់លើកម្រាមដៃមកប្រទឹកភ្នែកយ៉ាងរហ័សរួចក៏ដើររលាស់រឡាំទៅកាន់ឆោមស្រស់ទាំងទឹកមុខស្មឺស្រីនាថអូនឯងបំរុងតាណាទៀតហើយអូនឯងគួរតែយកពេលវេលាខ្លះមកបំរើអ្នកម៉ាក់ផងការសប្បាយរបស់អូនឯងល្មមបានហើយស្រីនាថដែលបញ្ញាត់មកទុចដំណើរនៅមុខវិជាហើយធ្វើបបូរមាត់ស្ពេះបើកផ្នែកក្រឡោតខំសំឡក់សំឡឹងនេះជាសិទ្ធិរបស់ខ្ញុំត្រូវការសិទ្ធិសេរីភាពបងឯងគ្មានសិទ្ធិមកហួងហែងលើជីវិតរបស់ខ្ញុំទេបើទោះបីជាខ្ញុំចង់ទៅណាក៏ដោយបងឯងមិនចាំបាច់មកជួយឆ្អាលរឿងខ្ញុំនោះឡើយឮសំដីច្រឡប់បងឥតកោតញញើពីសំណាក់បងស្រីបង្កើតអ្នកកំណោះស្ទុះចូលក្រតែហើយទីដៃវិនិតអូសទៅទីធ្លាផ្លូវមុខភូមិគ្រឹះក្បែរម៉ូតូមួយគ្រឿងដែលមានពណ៌ក្រហមបញ្ឈរសំណើរៀងវិនិតរើប្រលេះដៃចេញធ្វើមកកញ្ចប់កញ្ជើមើលឡាញដៃខ្ញុំមើលមិនបាច់អូសខ្ញុំទៅឆ្ងាយទៀតទេខ្ញុំធុញទ្រាន់នឹងរឹករកកំផែរបស់បងឯងណាជួបខ្ញុំភ្លាមសន្សំរឿងផ្លែតមិនចង់បង្កើតចំនួនឲ្យបែកមេឃមែនទេអ្នកកំឡោះប្រឡែងដៃក្រវីក្បាលហើយខាំមាត់បន្តិចទៅស្រដេកបន្តបងមិនបិទសិតអូនទេប៉ុន្តែការសប្បាយរបស់អូនគួរតែមានដែនកំណត់ឲ្យបានច្បាស់លាស់ផងណាមួយអូនជាស្រីក៏បីធ្វើខ្លួនឲ្យបានល្អបើតាមបងដឹងតាំងពីអ្នកម៉ាក់មានជំងឺអូនមានពេលតិចតួចណាស់ដែលបំរើអ្នកម៉ាក់ផ្ទាល់សូមអូនយកពេលវេលាមកចិត្តដិតនឹងអ្នកម៉ាក់ខ្លះផងទៅតែបានទេស្រីនាថឆោមល្អពេលមាត់ហាក់ក្តៅក្រហាយក្នុងចិត្តជប៉ុនពេកថ្លង់ណាស់ខ្ញុំស្រាប់មិនចូលទេបើមានកូនប្រុសត្រឡាំចាំបំរើទៅហើយចាំបាច់អីខ្ញុំខ្វល់ខ្វាយនឹងជំងឺនៃម៉ាក់ទៀតសូមបងឯងចាំទូលបនតែម្នាក់ឯងចុះខ្ញុំស្កិញសម្ដីបងឯងណារាល់ថ្ងៃនេះខ្ញុំសាមត្រលន់ត្រជាណាស់បងប្រុសតក់មកទុយមួយរួយទុំមិនបក់អើយនារីសង្គ្រឹះថ្មិញក្តាប់ដៃដោយសង្កត់សំឡេងថ្នមរៀមប្រាសម្ដីឲ្យទន់ភ្លន់ផងស្រីនេះបងមិនខ្វាត់ខាំងដំណើរការសប្បាយនៃជីវិតរបស់អូនទេបងខ្លាចអូនឆ្លោះធ្លោយលើផ្លូវខុសសូមអូនធ្វើជីវិតឲ្យមានតម្លៃខ្លះផង
វិញ្ញាណមិនហាស្ដីនៅតែបន្តធ្វើមុខក្រញើនាំឲ្យវិជាបន្តប្រយុទ្ធបន្តពេលនេះអ្នកម៉ាក់កំពុងមានជំងឺធ្ងន់ត្រូវការចាំបាច់អ្នកថ្នាក់ថ្នមអ្នកលួងលោមអ្នកថែរក្សាឬមួយក៏អូនចង់ឲ្យបាត់បង់អ្នកម៉ាក់ដោយបាត់បង់លោកប៉ាបន្តទៀតអ្នកកំឡោះបន្លុយសំណួរមិនទាន់ចប់ផងស្រីស្រស់តងវងដែលកំពុងអោនចាក់សងម៉ូតូក៏ងើបស្ងើតមកយ៉ាងរហ័សទាំងព្រោះសម្ដីខ្ញាក់ខ្ញាត់មកភ្លាមមិនបានបងអញនិយាយចឹងលោកប៉ានៅរស់ឲ្យច្รงងសោះចេះតែថាទៅកើតឬមួយក៏បងឯងចង់ដាក់បណ្ដាសាឲ្យលោកប៉ាបានឆាប់ស្លាប់បងឯងនេះកុំគិតអកតេខ្លាំងពេកលោកប៉ានៅក្បែរយើងរហូតទេតាវាជាជ្របូចមាត់ចំអកចំទៅដាក់ប្អូនស្រីទាំងលើកដៃរីសូមមេត្តាកុំរំលឹកបងគ្មានឪពុកដោយលោកប៉ាទេឆោមទៅពីឆ្ងោកមុខការបលឺសម្ដីបងប្រុសជាក់មកបង្ខាំងយ៉ាងដូចនេះយុវៈកំឡោះខាំបបោមាត់លេបភ្លឹងកំហឹងផ្ទុកក្នុងទ្រូងដោយសម្លឹងទៅនរៈស្រីនាថដែលកំពុងអង្គុយលើយានជំនិះរួចក៏បញ្ឆេះតិចខ្ញុំចង់បានឥស្សរភាពមួយដោយគ្មានអ្នកណាមកត្រួតត្រាសូមបងនៅថែអ្នកម៉ាក់ជំនួសខ្ញុំចុះពេលវេលារបស់ខ្ញុំគឺសប្បាយខ្ញុំគ្មានពេលវេលានៅថែអ្នកម៉ាក់ទេបង្ហាប្រយោគបញ្ចប់ភ្លាមវរៈនាងបំរុងមូកែបើកចេញទៅក៏ត្រូវអ្នកកំឡោះមកពាំងផ្លូវហើយក៏យកដៃទាំងពីរមកទប់ចង្កូតផ្ទុយសម្ដីអូនឯងនេះកាន់តែមានរឹកពីជ្រលើបើហើយមានម្នេះខ្លាំងឡើងហើយអូនឯងដឹងទេថាហារិនដែលជាសង្សារបណ្ដូលចិត្តរបស់អូនគេជាប្រភេទប្រុសបែបណាខ្លះបើតាមបងដឹងគេជាប្រុសកន្លងផ្កាប្រាក់គេជាកូនតេរេឆានដែលចាប់កំណើតក្នុងខុសកន្លែងខុសភពអូនជាស្រីអូនស្រាប់សម្ដីបងផងអូនដកខ្លួនថយទៅមិនទាន់យឺតពេកទេវិញ្ញាណកេះដៃបងប្រុសដែលកំពុងច្រត់ទប់ម៉ូតូដោយធ្វើសម្ញាយលៀនអណ្ដាតស្ទិលរួចក៏ពេបចំអកហើយសក់សម្ដីឡាតមកចាញ់ភ្លាមតែម្ដងកុំអាចស្រួលពេកសម្ដីបងឯងនេះបើទោះបីជាហារិនជាប្រភេទប្រុសបែបណាក៏ដោយសូមបងឯងកុំត្រដេត្រដមករាំងស្កាត់នោះស្រីនាថថាទេគឺទេហើយកាំងសម្ដីតកំណត់វិជាឈរថ្មឹងធ្វើមុខស្រមៃនាំឲ្យវិញ្ញាណសាយផ្កើនញាក់ចិញ្ចើមញយស្មាធ្វើក្រអូចក្រតុំបន្តទៀតមិនហើយមិនធ្វើដូចអំបញ្ញមិញទៀតទេធ្វើក្រអេះម៉េះដូចអត់រាសីអញ្ចឹងមិនបន្តសម្ដីទៀតទៅប៉ុន្តែខាងដោះជន់គេហ្នឹងចាស់ដោតរឿងគេគួរឲ្យរំគិះចិត្តណាស់ព្រះអើយអ្នកកំឡោះប្រែទឹកមុខរួចក៏ដកខ្លួនទៅឈរមកខាងទាំងក្រវីក្បាលចុះប្រពេចប្រប៉ោយទៀតទៅបងមិនចង់ប្រកែកបែកម៉ាំជាមួយនឹងអូនឯងទៀតទេអញ្ចឹងអូនទៅជួបអិសរជនកម្ពុជាទេវវត្តស្នេហ៍អូនចុះបន្តិចទៀតអាម៉ាស៊ីតហារិននឹងធ្វើឲ្យអូនឯងភ្លឺប្រាច់ទៅជាពំខានហើយឆំស្រស់ក្រឡែងចង្កេះសាយឆ្ងាញ់ធ្វើមុខបប្រឹងនឹងនិយាយអញ្ចឹងមិនឆាប់ត្រូវគ្នាអរគុណបងកែវិញ្ញាសាយក៏ក្អឹករួចក៏មកគេយានជំនិះចេញទៅសន្សឹមធ្វើឲ្យនរៈវិជាតាមគុណដំណើររហូតឆ្លងផុតខ្លោងទ្វារភូមិគ្រឹះដល់កំព្រួចដែលមានស្មៅដុះនិងកូនរុះជាតិដុះសត្រុធ្វើឲ្យបាត់សុភណភាពទើបយុវៈកំឡោះបំរុងបោះចំហៀនដើរត្រឡប់ចូលក្នុងភូមិគ្រឹះវិញក៏ងាយឃើញអមអននៃចិត្តបង្កាយទៅហើយអមអនស្ត្រីញញឹមលោកដៃមកចាប់ប្រអប់ដៃយុវជនរួចក៏អង្អែលថ្នមបើទោះបីជាកូនយកច្រវាក់ទៅតាក់ឬក៏ទៅចាក់សោក៏រៀបរៀងចិត្តកូននេះមិនបានដែរពេលនេះកូននេះដូចជាគោហូតកន្លោះបាត់ទៅហើយម៉ែភ័យបារម្ភខ្លាំងណាស់ប៉ុន្តែម៉ែគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយកូននេះនឹងមានទឹកភ្នែកជូតក្បែរជង្គង់ហើយថ្ងៃនោះមកដល់នាងនឹងមានវិបដិសារីអ្នកកំឡោះដកដង្ហើមធំបញ្ចេញខ្យល់លាន់សូខូទើបញញឹមធ្វើមុខមិនស្រស់ប៉ុន្តែបើម៉ែអននិងកូនជួយដាស់តឿនជារឿយដោយវាចាតូនភ្លុនត្រជាក់ជាហូហែកូនថាស្រីនាថនឹងភ្ញាក់ខ្លួនកាយគំនិតរកផ្លូវល្អជាពុំខានម៉ែអនអនបងវាយខ្លួនទៅដៃនរៈបោះចំហៀនមួយចូលទៅក្នុងភូមិគ្រឹះដោយបង្រៀបវាចាស់បណ្ដាចុះម៉ែនិងកូនមានដែរភ្លេចខ្លួនមិនរវល់នឹងកូននាថឯណាប៉ុន្តែម៉ែចេះតិកិតចេះតែព្រួយពីរឿងកូននាថខ្លាចតែសប្បាយជ្រុលរហូតដល់ភុងខ្លួនផ្លូវអាវ៉ាសាយដោយលេបថ្នាំញៀនចាក់ថ្នាំញៀននិងពពោះរមុខប្តីមិនឃើញម៉ែព្រួយចិត្តស្ទើរបែកដាំទ្រូងទៅហើយកូនក៏គិតកំណត់ដូចណាម៉ែដែរតាំងពីណាម៉ាក់ធ្លាក់ខ្លួនឈឺភ្លាមស្រីនាថហាក់ដូចជាមានចរិតប្លែកដូចជាលាក់កំបាំងរឿងរ៉ាវក្នុងចិត្តនាងយ៉ាងសម្ងាត់អញ្ចឹងកូនស្រឡាញ់ប្អូនស្រីណាស់ស្រឡាញ់ស្ទើរលេបទៅហើយណាអ្នកម៉ែយល់
ម៉ែក៏សង្កេតឃើញនាងនាថបែបហ្នឹងដែរពោលមកដល់ចំណុចនេះស្ត្រីក៏ទៅជំហានឈរនឹងថ្កល់ហើយក៏ងាកទៅសម្លឹងនរៈទាំងធ្វើចិញ្ចាំជ្រួញពេលម៉ែត្រឡប់ទៅវិញហើយកូនអត់ទៅរៀនទេអីឬក៏កូនវិជាសាស្ត្រក្រឡាញរួចក៏ខំបន្លំភាពលាក់លៀមរឿងអ្វីម្យ៉ាងនៅក្នុងចិត្តនរៈទីងដែលស្ត្រីមកកាន់បណ្ដាខំស្រដីធ្វើមុខស្រស់បណ្ដាដូចធ្វើឲ្យអំអនបន្តសម្ដីទៀតមិនបានមិនទាន់ហួសម៉ោងទេម៉ែអូននៅសល់តែមួយឆ្នាំទៀតទេកូននឹងមានសញ្ញាបត្រងាយស្រួលនឹងដើររកការងារធ្វើហើយពេលនោះកូននឹងមានសេរីភាពសប្បាយចិត្តរកប្រាក់ជាពំខានលើប្រយោគសម្ដីនេះភ្លាមស្ត្រីចំណាស់ក៏ប្រែទឹកមុខដូចជាឈឺជ្រាបពេញបេះដូងរឿងអាកំបាំងអ្វីផ្សេងទៀតរួចអំអនធ្វើជាសើចហើយក៏លើកដៃអង្អែក្បាលអ្នកខំរៀនណាកូនណាម៉ែសប្បាយចិត្តណាស់បើមានកូនប្រុសពេញចំហដូចកូនអរគុណម៉ែអូនអ្នកទាំងពីរសើចស្រស់ដាក់គ្នាដែលពោពេញទៅដោយភាពស្និទ្ធស្នាលហើយហាក់មានរឿងរ៉ាវសម្ងាត់លាក់បាំងបង្កប់ក្នុងជីវិតរៀងខ្លួនជីវិតម្ដេចក៏មានសភាពអាកំបាំងចាក់ស្រេះស្ទើរតែមិនយល់ពីអតីតកាលបច្ចុប្បន្ននិងអនាគតកាលយ៉ាងដូចនេះជីវិតគឺជាការអាកំបាំងអញ្ចឹងមែនទេណោះសំឡេងម៉ូតូធនធំបានស្រែករោងងងលាន់ត្រហឹងអឹងកងបានហើយចេញពីម៉ូតូ 4-5 គ្រឿងដែលបញ្ជាដោយក្រុម Steel ស្លៀកពាក់ឆាតឆាយយ៉ាងស្រស់សង្ហាបានបើកបង្ហោះពីចម្ងាយទាំងបង្ហុយផ្សែងបារីប្រឡងហើយបន្ថែមល្បឿនប្រជែងគ្នាដោយស្រែកហូរកញ្ជ្រៀកយ៉ាងកងរំពងស្រស់ស្រីវិញ្ញាតបញ្ជាម៉ូតូយឺតៗអាចទៅចិញ្ចាំថ្នមម្ខាងនៅតាមបណ្ដោយសួនច្បារសាធារណៈមួយកន្លែងឈរមុខសន្តាគារជាប់លំដាប់ថ្នាក់ក៏ប្រទះឃើញក្រុមសិស្សសាលាជាច្រើននាក់ចែករំលែកគ្នាឈរអង្គុយជាពួកនៅតាមអមទៅដោយសួនច្បារលំហមេឃមមីស្រទន់ដោយធ្វើឲ្យចិត្តឆោមស្រស់រីកសាយអស់ទៅកង្វល់ក្រុមសិស្សសាលាខ្លះក៏រកប្រជែងគ្នាឬក៏រកប្រាជ្ញគ្នាលន់សំណើចក្អាកក្អាយគ្មានទុកព្រួយដល់កម្រិតជីវភាពនិងជីវិតបន្តិចណាសោះឡើយទូចតនសម្រស់បានក៏បញ្ឈប់យានជំនិះយ៉ាងរហ័សដោយឃើញក្រុមក្មេងស្ទាវបង្ហោះម៉ូតូទាំងនោះបើកយានជំនិះត្រឡប់មកវិញហើយក៏បង្ហោះទូកង់ខាងមុខដោយបង្ហោះឡើងទាំងមូគារោសំឡេងខ្លាំងរួចក៏ប្រជែងដេញគ្នាពេះពេញដងវិថីហាក់បង្ហាញរឹកបង្អួតរៀងសម្បើមខ្លាំងណាស់វិនិច្ឆ័យបំរុងនឹងបញ្ជាយានជំនិះបន្តទៅមុខទៀតក៏លេចចេញរថយន្តតូចដែលឥតដំបូលថ្មីស្រឡាញ់2គ្រឿងផ្ទុកទៅដោយក្រុមស្ទាវប្រុសស្រីស្អាតបាត 4-10 នាក់ដោយក្រុមស្ទាវទាំងនោះប្រុសទុកសក់វែងប្រស្មាលាបពណ៌ឆ្នោតចំណែកឯខាងនារីវិញពាក់កៅអៅខើចស្លៀកសំចេះដោយសក់សូត្រពណ៌ឆ្នោតមានក្រងមានចងរំយោលអង្កាំរំលេចទៅដោយពណ៌ឆ្លុះច្បាស់ក្រឡែតនៅលើរថយន្តទាំងពីរនេះអ្នកខ្លះអង្គុយប្រយ័ត្នប្រយងប្រតោងគ្នានៅលើក្បាលយានយន្តហើយអ្នកខ្លះទៀតក៏ចំតេចចំតងជ្រងច្រាងទាំងប្រទៀងប្រតងគ្នាតែដៃហូបកញ្ជ្រៀវខ្លាំងហើយនឹងក្រវីក្បាលញ័រតតាត់ដូចធ្វើឲ្យសំណុំសរសៃសោះរលកកញ្ច្រាញ់ប៉ើងវិវកទៅតាមចង្វាក់នៃការស្រែកហូរសាយសប្បាយរួចក៏បើកយានយន្តទៅរកច្រកវិថីម្ខាងបន្សល់សំណាចលឺលាន់ល្វើយមិនថាតែស្រស់ស្រីម្នាតឡើយសំបីតែអ្នកធ្វើដំណើរក៏ឈប់យានជំនិះឬឈររហងចោមសម្លឹងទៅកាន់រថយន្តទាំងពីរនោះដោយបើកប្រគៀបប្រកិតគ្នាតាមដងវិថីយ៉ាងរញ៉េរញ៉ៃអ្នកដែលកំសាន្តនៅពេលរសៀលត្រជាក់ក៏នាំគ្នាក្រវីក្បាលដោយរអ៊ូរទាំរងាំរងើតាមតែចិត្តនឹកឃើញចំពោះក្រុមក្មេងស្ទាវទាំងនោះដែលមានអត្តចរិតចរិយាមាយាទក្រៅសង្គមបែបជនអនាថាច្រឡំខាមអវាសាពីពេញផ្លូវលុះឃើញដងវិថីស្ងាត់ស្រួលបន្តិចទើបឆោមវិនិច្ឆ័យបើកម៉ូតូជិតមកដល់ចុងឧឈានក៏បានយល់យុវជន2នាក់ដែលកំពុងអង្គុយកំសាន្តអារម្មណ៍នៅលើវាស្មៅជិះម៉ូតូចាស់បភ្លុកមួយគ្រឿងបានស្ទុះក្រោកឈរហើយនាំគ្នាផ្ដល់ចក្ខុសម្លឹងមកស្រីស្រស់ទាំង
សើចញឹមស្រស់នរនាថបត់ម៉ូតូតម្រង់មករួចក៏បញ្ឈប់ជាជំនិះក្បែរយុវជនទើបរំកិលខ្លួនដើរមកទាំងក្រវីសោកបណ្ដាសាយក៏ក្អឹកបណ្ដាបងហារិនបងដូរីខ្ញុំខំតដើររកបែរជាបងឯងមកអង្គុយកលើននៅទីនេះទៅវិញអស់ទាស់តែម្ដងហើយហារិននរៈរូបសង្ហាមានសម្រស់មិនចាញ់តារាសំដែងខំសាយពព្រាយរីមុនស្នេហ៍សារិកាលិនថោងដាក់គូសង្សារដោយងាកមកសម្លឹងមុខនរីដែលមានសម្រស់ដែលមានសម្បុរជ្រះដូចកូនចៅចិនបន្តិចទើបក៏របូតសម្ដីទាំងសាច់ក៏ខឹកបងភ្លីជើងតែម្ដងសុំទោសផងស្រីនាថឆោមស្រស់សំឡក់មកហើយលូកដៃចាប់ត្រកៀកហារិនដោយសាយក៏ក្អៀកហាក់គ្រឹះខ្នាញ់ជប៉ុនពេកបងរិនក៏ដូចបងរីដែរពូកែភ្លេចណាជ្រឹមច្រំដល់ណាទៀតល្ងាចណាស់ហើយបងរិនបងឯងកុំនៅសាំសនពេកមើលលឿនទៅបងនរៈធ្វើជាភ្ញាក់នឹងការចាក់ក្រឡេករួចក៏ក្រឡាច់ខ្លួនសាយស្រស់ហើយតែស្មាននរីទាំងញាក់ចិញ្ចាំយើងទៅមុនហើយនរីឆ្វេងជិះម៉ូតូមហាសានយ៉ាប់ឯងទៅផ្ទះវិញចុះយើងទៅហើយណាវិញ្ញាខ្ទប់មាត់សាយការបលឺហារិនបង្អែបនរីយ៉ាងដូចនេះការពិតនរីធ្វើអ្វីៗក៏ដោយគឺតែងតែប្រាត់ដៃឆ្វេងសំបីតែនៅពេលលេងបាល់ទះឬក៏កាន់សាពីទទួលទានអាហារប្រការដោយឃើញយ៉ាងនេះហើយទើបសំណាក់មិត្តភ័ក្តិឬអ្នកដែលធ្លាប់ស្គាល់គឺតែងតែហៅថានរីដៃឆ្វេងជាប់ជានិច្ចនៅពេលលើពាក្យបង្អាប់ភ្លាមនរីក៏លោតជង្គង់អុកចំកប៉េះគូតហារិនដោយបង្ហើរសំឡេងជប់អកមកវិញយ៉ាងរហ័សអញ្ជើញយើងមិនខ្វល់ទេកុំភ្លេចថ្ងៃស្អែកយើងត្រូវទៅលេងសមុទ្រផងទៅលេងសមុទ្របងរិនបងរីបងទៅលេងសមុទ្រមិនប្រាប់ខ្ញុំផងបងឯងនេះពូកែលាក់ណាមនុស្សកំផកំភួតអើយឆោមទី2ក្តាប់ដៃគក់ស្មាហារិនលើសូតដឹបទាំងធ្វើទឹកមុខក្រញើនាំឲ្យនរៈសាយបប្រឹមហើយក៏ទាញខ្លួនប្រានគូសង្សាររបស់ខ្លួនមកក្រសោបបងទៅបន្ធូរអារម្មណ៍នឹងអូនក្រែងអូនដឹងហើយថា3ថ្ងៃទីបងចូលធ្វើការហើយនោះអីបងបានការងារធ្វើហើយក៏ដូចបានធូរស្រាលបន្ទុកអូនដែលអូនផ្ដល់ប្រាក់ផ្គត់ផ្គង់បងរាល់ថ្ងៃនោះដែរកុំតោមនិញពេញតោមនោះក្នុងចិត្តច្រើនពេកអីណាពើប្រលឹងអូនគឺជារាជិនីកំពូលក្នុងបេះដូងបងរហូតហើយទេតាហារិនពោបណ្ដាលធ្វើជាអនចំពើផ្ទាល់ស្រស់ស្រីបណ្ដាលធ្វើឲ្យស្រស់ស្រីនរៈនាថញញឹមប្រព្រៃទាំងលើកដៃច្របាច់ថ្ពាល់នរៈរួចក៏ច្រាំងក្បែរចេញផ្ដាស់ណាបងឯងមិនចេះខ្មាស់គេទេអីយ៉ាងហោចណាស់ក៏ខ្មាស់នារីដែរអូនអៀនសងប់ហើយឃើញម្ចាស់ចិត្តធ្វើរឹកខ្នាក់ខ្នក់សានខ្នាន់ខ្នាញ់បែបនេះហារិនក៏បើកភ្នែកធំចេញមកក្រឡូងបងគ្រឺតនឹងអូនឯងខ្លាំងណាស់ជាតិនេះបងគ្មានអូនបងរស់មិនបានទេស្រស់ស្រីតូចតូនលើកដៃទះប្រអប់មាត់យុវជនលឺសូរតែផ្លាស់យ៉ាងស្រាលរួចក៏ងើយក្បាលសំឡក់អូនយល់ហើយជំរៃចិត្តបងនោះទៅលេងសមុទ្រចុះតែកុំដេកយប់ឲ្យសោះណាអូនចាំបងក៏បានដែរនរីឃើញគូស្នេហ៍ឈោកគៀកកាយប្រឡូកប្រឡាញ់គ្នានៅកណ្ដាលវាលស្រឡះខ្លីយ៉ាងនេះក៏ក្រវីក្បាលងាកមុខចេញវិញ្ញាណក៏ប្រលេះខ្លួនផ្ដាច់ចេញពីហារិនទៅនរៈឈោងទាញដៃនរីមកគៀកស្មាហើយក៏ទះក្បាលផាច់រួចក៏រុញភ្នាក់ទៅក្រោយនៅអណ្ដែតអណ្ដូងតែម្នាក់ឯងចុះបងលីសិនហើយអាចឆ្វេងរីយប់នេះចាំជួបគ្នាណាគ្រាន់តែបញ្ចប់សម្ដីភ្លាមហារិនក៏រុញប្រាណនរីចេញធ្វើឲ្យនរីពេកមាត់រួចក៏ញយស្មាឯងនេះពូកែប្រកបចិត្តស្រីនេះណាជួបនាងផ្លែតឯងក៏បោះបងជើងចោលភ្លាមយប់នេះជួបគ្នាណាជួបកន្លែងណាក៏បានដែរប៉ុន្តែកុំភ្លេចបញ្ញាយើងផងពូកែផ្ដាំណាអាចង្វេងឯងនេះហារិនបំរុងលើកដៃធ្ពោះក្បាលដូរីត្រូវបានស្រស់ស្រីនេះទាញដៃទម្លាក់ទាំងសាច់ញឹមរួចក៏ហុចកូនសោម៉ូតូឲ្យគូស្នេហ៍នេះកូនសោបងដូរីខ្ញុំទៅមុនហើយតោះបងដូរីសាច់ញឹមទាំងអេះមេះហើយក៏ងក់ក្បាលអញ្ជើញទៅឲ្យសប្បាយចោះស្រីនាថសូមបំពន់ហារិនឲ្យខ្លាំងដូចជាដំរីចុះប្រេងចុះណាឆោមស្រីនាថស្រដៀងកន្ទុយភ្នែកសំឡក់ហាក់ចិនចន់មិនដឹងជាស្អីទេនរីឯនេះចំអន់ខ្ញុំរហូតតែម្ដងហារិនសៃក៏ក្អឹករួចក៏ដេញទាត់នរីឲ្យរត់គេចយ៉ាងវីវូរួចក៏នរៈបោះចំហៀនមករកគូសង្សារ
ដែលកំពុងឈរក្បែរយានជំនិះរងចាំទាំងយកដៃខ្ទប់មាត់ទូសំណាយជាខ្លាំងនៅរេឈរជំទាំងជើងត្រពាត់ដៃមើល Haren ដែលកំពុងបញ្ចេញយានជំនិះហើយឈមស្រស់ល្អក៏ឡើងអង្គុយច្រកគៀវអោបចង្កេះគូស្នេហ៍យ៉ាងស្អិតឬក៏ងាកមកសើចដាក់ Nori ដោយលើកដៃក្រវីលា Haren ងាកមកដាក់មិត្តសម្លាញ់បន្តិចក៏បញ្ជិះម៉ូតូចេញទៅសន្សឹមដោយបន្សល់នៅរូប Nori ឲ្យតាមសម្លឹងមើលគូសង្សារនេះទាំងធ្វើទឹកមុខស្រងត់រួចក៏ក្រវីក្បាលតិចហាក់យល់វែងឆ្ងាយនៅចំណងស្នេហាដល់អាកំបាំងមួយនេះបន្ទាប់មក Nori ក៏រំកិលជំហានមកអង្គុយលើកែបម៉ូតូរបស់ខ្លួនហើយក៏សម្លឹងទៅស្រទាប់សិស្សសាលាដែលកំពុងដើរកម្សាន្តតាមបណ្ដាលសួនឧទ្យានសាធារណៈបន្តទៀតទៅទាំងធ្វើមុខស្មើរួចក៏ដកដង្ហើមធំទើបអោនមុខចុះនៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិកដ៏វិចិត្ររំលេចទៅដោយភ្លើងអគ្គិសនីភ្លឺរទល់ដូចនៅកណ្ដាលថ្ងៃនៃផ្សារទំនើបម៉ាស៊ីនត្រជាក់ស្រាប់ស្រួលដល់អតិថិជនដែលកំពុងបណ្ណាគ្នាត្រសងហូហែតាមគយគន់គ្រឿងអេឡិចត្រូនិកបានតាំងលម្អរូបរាងដ៏ស្រស់វិសាលនោះក៏បានឃើញ Haren ដឹកដៃស្រីស្រស់វិនាថយ៉ាងតូចច្រឡឹងផងដែរអបពីដើរកំសាន្តប្រមាណមួយជុំទើបឃើញ Haren និងវិនាថមកឈរចិត្តទូទាំងទូរស័ព្ទមួយកន្លែងនិងម៉ាស៊ីនថតរូបដែលមានម៉ូដថ្មីៗប្លែកៗដែលទើបតែនាំចូលពីបរទេសទើបឃើញ Nori នៅលក់ខំញញឹមរុះរាយរាក់ទេហើយក៏ឃើញទូរស័ព្ទម៉ាកថ្មីស្រឡាងមួយកាន់បង្វិលចុះឡើងរួចក៏ឃើញឆោមវិនាថហុចប្រាក់ឲ្យអ្នកលក់ដោយសាច់ញឹមញ៉ាំក្រោយពីបានជាទូរស័ព្ទដៃរួចអ្នកទាំងពីរក៏បណ្ដាលគ្នាចេញពីហាងរួចក៏បន្តដំណើរទៅជិះចន្ទាយន្តឡើងទៅជាន់ខាងលើដោយញញឹមស្រស់ដាក់គ្នាទំព័រស្នេហ៍ដ៏មានវិសាលភាពនេះពិតជាប្រសើរបបរខ្លាំងណាស់ណោះពេលមកដល់អាហារដ្ឋានអ្នកទាំងពីរអង្គុយទល់មុខគ្នាដោយទទួលទានអាហារបណ្ដាមើលមុខគ្នាបណ្ដា Haren កាន់តែយកតូចក្រវីលេតិចដោយសម្លឹងមកគូស្នេហ៍ដែលកំពុងតែបៀចង្កឹះចាប់សរសៃមីញាត់ចូលមាត់បណ្ដារួចក៏ទំពាតិចដូចជាឆ្ងាញ់រសពិសាដល់ហើយបងមានភ័ព្វសំណាងណាស់ដែលបានជួបអូនធ្វើអ្វីៗដើម្បីបងទាំងអស់ទម្លាក់ចង្កឹះមកលើមាត់ចានរួចក៏ទាញកាត់ដាស់មកជួយបបោមាត់ទៅវិនិច្ឆ័យហើយញោចស្មាអូនវិញទេដែលមានសំណាងដ៏ខ្ពង់ខ្ពស់នោះអូនមានវាសនាដោយបផាត់ត្រូវទឹកសន្សាមបងជាសន្សាមអូនជាទំនាប់នៃលំអងផ្ការីកទៅដោយសារទឹកសន្សាមរបស់បងបានប្រុសព្រំរាល់ថ្ងៃយប់សួនស្នានៃជីវិតមានស្មើបន្ទាប់ពីនេះក៏ដោយសារបងទាំងអស់អូនធ្វើអ្វីៗទាំងនេះគឺមិនស្មើគុណបំណាច់ធំធេងរបស់បងឡើយ Haren សារួចក៏លុកទៅចាប់ប្រអប់ដៃគូស្នេហ៍យ៉ាងថ្នមទើបជំរុះសម្ដីដ៏ស្រទន់បន្តទៀតអូនគឺជាទេវីក្នុងវិមានមែនបងស្រឡាញ់អាណិតខ្សែជីវិតអូនខ្លាំងណាស់អរគុណបងហើយដែលមេត្តាប្រណីដល់អូនស្រស់ស្រីវិនីតបែរមុខចេញហាក់កំពុងលេបចំណងវិបត្តិពីអតីតកាលដែលបានរំស្រាប់ជីវិតរបស់នាងដោយធ្វើទឹកមុខស្ងួតស្រពោនធ្វើឲ្យ Haren រុញទៅយកចូលទឹកកែវទឹកក្រូចរួចក៏ងើបក្បាលនិយាយតិចសូមអូនធ្វើចិត្តឲ្យសប្បាយទេកុំគិតវែងឆ្ងាយពេកពិភពលោកនេះមានតែអូននិងបងទេដែលមានសេចក្តីស្នេហាដ៏ស្រស់បំព្រងមួយនីតិរំលងតែគឺបងនិងអូនមួយនីតិណាក៏ដោយក៏បងអាណិតអូនស្រឡាញ់អូនដែរបងជាទេវបុត្រអូនជាទេពធីតាសមគ្នាណាស់លើកប្រយោគលួងលោមដាស់អស់កំរើភ្នាត់អារម្មណ៍វិញ្ញាណបែបមុខមកវិញដោយខំញញឹមយ៉ាងស្រស់ហាក់រសាយអស់រលីងនៅក្នុងទុកសោកអស់ចេញពីខ្លួនបងពូកែលួងលោមចិត្តអូនណាអរគុណម្ចាស់ខ្នាយមាសអ្នកទាំងពីរសាច់ញញឹមដាក់គ្នាដោយរំភើបត្រេកត្រអាលក្នុងសួនស្នាបឋមអ្វីពិភពលោកដ៏ស្រស់បំព្រងបំណាច់នេះពេញទៅដោយសេចក្តីស្នេហាដ៏បរិសុទ្ធផុតផុសតែនរៈរូបណាអាចខ្វះបានទេពាក្យថាស្នេហានេះ
ចុះរលកស្នេហ៍វ័យក្មេងស្រស់វិនិច្ឆ័យនេះវិញមានសភាពបត់បែនយ៉ាងណាដែរទៅថ្ងៃមុខថ្ងៃស្អែកនេះក្តីសង្ឃឹមវិជាស្លៀកពាក់យ៉ាងស្អាតបាតស័ក្តិសមជាមេការនៅក្នុងរង្គសារាត្រីនេះអ្នកកំឡោះដើរចេញពីបន្ទប់សម្អាតកាយទាំងធ្វើមុខក្រៀមក្រំរួចក៏បំរុងបន្តដំណើរទៅត្រួតពិនិត្យមើលភ្ញៀវអង្គុយតាមតុយ៉ាងត្រៀបត្រាក៏ស្រាប់តែដែលរកទុយជំហានឈរត្រឹងដោយឃើញកមលនិងផនិតដែលជីវិតរួមការសិក្សានិងអាជីពប្រចាំថ្ងៃក៏បោះជំហានមកបញ្ញាត់សម្ដៅមកផងដែរយុវកំឡោះសាច់ញឹមរងចាំមកទាំងពីរកមលក្រវីក្បាលសម្លឹងមកក្នុងប្រអប់ដៃមានកាន់បិចនិងសំណុំក្រដាសសម្រាប់កត់ឈ្មោះមហូបផនិតសាយពព្រាខំស្រោចជំហានមកតាមក្រោយកមលវិជាលើកដៃឯកក្បាលហើយសាយពព្រាមិនទៅហើយអ្នកជំនាញខាងកត់ត្រាឃើញជាមួយផ្លែត្រែប្រហប់ភ្លាមនឹងចង់រាយការណ៍ពីរឿងជីក្បាលប្រាប់យើងទៀតហើយមែនទេកមលសាយស្ងួតដល់ងាកមើលនាយឯបន្តិចក៏ទើបតែស្មាអ្នកកំឡុកនឹងហើយឯងនេះចង់មកដេកក៏យូរម្លេះតែកែរអ៊ូរទាំណាសួររកតែឯងទេយើងខំឆ្លើយបងវែងដានឲ្យតែរហូតតែម្ដងមិនដឹងថានិយាយយ៉ាងម៉េចប្រាប់គាត់ទេផនិតនិយាយតិចដាក់វិជាដោយសម្លឹងមើលមុខកមលយប់នេះភ្ញៀវច្រើនគូសំប៉ុន្តែបើឯងមានធុរៈនៅផ្ទះមិនចាំបាច់មកធ្វើអីយើងនឹងកមលខំដោះស្រាយជួយឯងឡើងបាញ់ពពុះមកទៅហើយជាមួយនឹងតកែទូរស័ព្ទមានរៀងខ្លួនមិនព្រមទូរស័ព្ទមកប្រាប់យើងឲ្យដឹងមុនសោះឯងនេះកាន់តែយ៉ាប់គំនិតហើយវិជានៅទៅសាច់ញឹមរួចក៏យល់ច្បាស់ពីជំរឿចិត្តមិនសម្លាញ់ទាំងពីរអរគុណណាស់ដែលពួកឯងជួយការពារយើងពួកឯងកំភៃព្រួយអីចាំយើងជួបតកែក៏បានដែរយើងនិយាយតែមួយម៉ាត់ពីរម៉ាត់គាត់ទុនចិត្តទៅហើយកុំគិតច្រើនពេកអីសម្លាញ់កមលក្រពត់ដៃក្រវីក្បាលហើយសាច់យ៉ាងស្រស់យើងយល់ទេតាបើទោះបីជាឯងមានកំហុសខុសឆ្គងយ៉ាងណាខុសតកែយកជុលដល់ឯងដែរនេះមកពីឯងពូកែសម្ដីគេថាមនុស្សពូកែសម្ដីមិនចេះស្លាប់ទេបានហើយកុំនៅសារវ័នច្រើនពេកឯងទៅជួបតកែចោះយើងទៅវិញហើយផនិតសាច់ក៏ខើដោយចាប់អស់ដៃកមលចេញទៅវិជាតាមសម្លឹងមកទាំងពីរទាំងសាច់ស្រស់ឬក៏រំកិលខ្លួនទៅជួបម្ចាស់រាំងកាសាលដែលកំពុងឈរជជែកជាមួយនឹងភ្ញៀវពី3នាក់ដែលទើបតែនឹងដើរចូលមករាំងកាសាលអ្នករែដើរសជាទៅចិត្តនៅពេលឃើញភ្ញៀវដើរចូលទៅផុតរួចក៏បំរុងហានិយាយក៏ត្រូវលោកតាកែចិត្តបុនលើកដៃរីហើយសាយក៏គៀតែម្ដងមិនអីទេវិជាទៅធ្វើការវិញចុះខ្ញុំយល់ណាស់ពីការងារវិជាអាអ្នកកំឡោះរំភើបក្នុងចិត្តខំជំរុះសំឡេងទាំងស្រាលស្រទន់ខ្ញុំសូមអរគុណដែលប្រទានប្រុសខ្ញុំប្រកាសណាអរគុណណានៅពេលបំរុងដើរចេញក៏ឮសំឡេងម្ចាស់រាំងកាសាបង្ហាមកក៏អាចដំណើរភ្លាមជប់សិនវិជាភ្ញៀវយប់នេះច្រើនណាស់ឯងដើរមើលឲ្យគ្រប់ជ្រុងជ្រោយផងធ្វើយ៉ាងណាកុំឲ្យឆ្កំឆ្គងចិត្តភ្ញៀវខ្ញុំសង្ឃឹមលើវិជាឯងហើយបានទៀនប្រុសកុំបារម្ភអីខ្ញុំនឹងប្រតិបត្តិមិនឲ្យខុសទេលោកថាកែសាយនៅពេលដែលឮសំដីនៃរយៈទន់ភ្លន់បែបនេះវិជាងក់ក្បាលជាគំនុំបន្តិចទើបដកខ្លួននៃរយៈដើរជ្រួចរវត្តទ្រុបពិនិត្យតាមតុភ្ញៀវតាមទីកន្លែងដទៃទៀតហាក់ម្ចាស់ការខ្ពស់ក្នុងតម្លៃការងារជាមេការស្នូប្រគុណមន្ត្រីលីឡំជាមួយនឹងសម្លេងអ្នកចម្រៀងគូផ្សំជាមួយនឹងសំណើចដែលហែអុកចេញពីសំណាក់ភ្ញៀវបានធ្វើឲ្យរាំងកាសាលនេះកាន់តែមានសភាពភ្ញៀវភ្ញាក់និងខុសរបបជប៉ុនពេកដោយឡែកអ្នករត់តុអ្នកកត់ត្រាម្ហូបនិងនារីលក់ស្រាបៀរក៏ដើរចុះឡើងពេញរាំងកាសាលយ៉ាងរវិញទៀតនោះបានញ៉ាំងចិត្តឲ្យអ្នកកំឡោះរអិលធ្លាក់ទៅក្នុងភពមួយផ្សេងទៀតអ្វីដែលគេបានឃើញបានឮហាក់ដូចជាគ្រឿងបន្លប់ទុកវិបត្តិរបស់គេបានតែមួយខណៈពេលតែមួយផ្លែតែប៉ុណ្ណោះហើយក៏បើរំលើងមកនៅក្តីទុកកង្វល់ទាំងនោះ
បានប្រជិបចូលក្នុងឈឺពេញបេះដូងឡើងដូចដើមវិញការបបានរំលឹកទៅដល់ចំណងទុកសោកម្ដងនារះស្ទើរតែស្រក់ទឹកភ្នែកតែឈរទ្រាំស៊ូខាំមាត់សង្កត់ចិត្តដោយបន្ធូរអារម្មណ៍ដ៏តានតឹងទាំងនោះឲ្យរវល់ទៅតាមបរិយាកាសបន្លំចិត្តបន្លំផ្នែកមនោរម្យនិរត្រីការនេះទៅវិញអ្នកកំឡោះសំងំអបទុកជំរុកវិបត្តិតែម្នាក់ឯងហាក់ឈឺចាប់ក្នុងជីវិតជប៉ុនពេកណាស់ទៅហើយកមលនិងផានិតបើទោះបីជាកំពុងតដាកត់មុខម្ហូបតាមតុឬកំពុងឈរផ្គប់ចិត្តភ្ញៀវក៏មិនភ្លេចសម្លឹងមកកាន់វិជាដែរពួកគេលេបទុកព្រួយក្រៀមក្រំរៀងខ្លួនដោយយល់ច្បាស់ពីសភាពខ្លោចផ្សានៃជីវិតប្រេះស្រាំរបស់វិជាលុះឃើញវិជាបដោតចាក់ខុមកចំខ្លួនទើបពួកគេធ្វើជាសាយបង្ហាញភាពសប្បាយត្រេកត្រអាលជាមួយគ្នាទៅវិញក្រោយពីដែលកូនរំពៃគ្រប់ទីកន្លែងតាមតុភ្ញៀវរួចទើបវិជាឆ្លៀតឱកាសរំកើខ្លួនមកខាងក្រៅរាំងកាសាលដើម្បីបានរំហែចិត្តបានបន្តិចក៏ឃើញកមលដែរចេញមកដែរកមលធ្វើមុខស្មាដោយសម្លឹងមុខនរៈភ្លីធ្វើឲ្យវិជានរៈញយស្មាហើយក្រលាស់សម្ដីឯនេះប្រកែបឲ្យជំហានតាមយើងណាប្រកឹកប្រកែកតែម្ដងមិនខ្លាចភ្លេចមុខយើងមែនកមលហូរចិត្តសាយញឹមតែឈរចំតែងជើងញាក់ចង្កេះស្រែកតែឯងគិតស្មានទេវិជាសម្លាញ់ការងារនិងការសិក្សាត្រូវខណ្ឌចែកឲ្យឆ្ងាយពីគ្នាចំណែកឯចិត្តឯងវិញសូមធ្វើឲ្យធូរស្រឡះកុំយកភាពស្មុគស្មាញរឿងសៅមកដាក់ក្នុងជីវិតច្រើនពេកគ្មាននរណាម្នាក់ដែលមិនចេះមានទុក្ខព្រួយក្នុងជីវិតនេះទេជីវិតមនុស្សយើងមានតម្លៃខ្លាំងណាស់យើងមិនចង់ឲ្យឯងដេកត្រាំត្រែក្នុងអន្លង់ទុក្ខទាំងនៅវ័យកំឡោះអញ្ចឹងទេទោះជាដួលខំក្រោកខំដើរតែបើនៅដួលទៀតយើងជួយទប់យើងជួយដឹកនាំដឹកដៃជួយនាំផ្លូវឯងទៅមុខទៀតណាសម្លាញ់អ្នកកំឡោះធ្វើជាពីអៀងក្បាលសៃខឹកបានទ្រឹស្ដីណាតាអន្តរកមលណោលបងផានិតក៏ចេញមកឲ្យក្រលើមទៀតហើយកមលងាកទៅឃើញផានិតដើរចេញពីរាំងកាសាលមកខាងក្រៅដែរផានិតបើកភ្នែកធំទាំងទឹកមុខឆ្ងល់មិនគ្រាន់តែឃើញយើងភ្លាមនាំគ្នាសម្លឹងអញ្ចឹងណាមុខយើងនឹងវាច្រេញខ្លាំងមែនណាពូកែមានខ្លួនណាឯងនេះកមលពេបមាត់ដាក់ផានិតរួចក៏ញាក់ចិញ្ចាមធ្វើឲ្យវិជានិងផានិតផ្ទុះសំណាយលុះឃើញមិនទាំងពីរសាច់រីករាយកមលក៏បន្ថែមប្រយោគដោយសាយកគៀតាមដែរនឹងហើយជីវិតត្រូវតែស្រស់បំប្រងអញ្ចឹងទើបមានក្តីសង្ឃឹមនៅថ្ងៃអនាគតបើទាំងបីសាយកគៀព្រមគ្នាដោយទទួលរង្វាន់ពិសិដ្ឋពីតាំងបំភ្លឺក្នុងជីវិតនៅក្រុមស្បែកអន្តកាលដ៏ស្ងាត់ជ្រងំនាដងវិថីមួយនៃកណ្ដាលបេះដូងនៃទីក្រុងឃើញហារិនបញ្ជាម៉ូតូក្នុងល្បឿនតិចដោយដុំស្រស់ស្រីវិញ្ញាណដែលមានយូរថងនំចំណីលីឡំជាមួយនឹងថងទូរស័ព្ទដៃយ៉ាងរនិញរណោហើយគេក៏បញ្ឈប់យានជំនាញនៅលើវិថីនៃម្ខាងផ្លូវក្បែរបង្គោលគោងមួយកន្លែងពន្លឺអគ្គិសនីបានជារស្មីភ្លឺស្រទន់មកក្រសោបខ្លួនអ្នកទាំងពីរឲ្យឃើញរូបរាងនិងមុខមាត់កាន់តែច្បាស់ក្រឡែតែម្ដងវិនិតអង្កលខ្លួនចុះពីយានជំនិះដោយហុចថងទាំងអស់ឲ្យហារិនទៅបង្ហើរសំឡេងតិចទាំងពលឺផ្នែកខំសម្លឹងរកគូស្នេហ៍របស់ខ្លួនល្ងាចស្អែកអូនចាំបងកុំគេនៅមាត់សមុទ្រណាហារិនទទួលថងយកសោកចូលក្នុងដៃម៉ូតូម្ខាងបណ្ដាក៏ខំងាកមកនិយាយឆ្លើយជាមួយនឹងវិនិតបណ្ដាអូនកុំបារម្ភគ្មានរឿងអ្វីដែលបងត្រូវគេនៅមាត់សមុទ្រទេបែកអូនមួយថ្ងៃដូចបែកអូនមួយសតវត្សអីចឹងបងមិនមែនជាប្រុសកន្លងបេះដូងខ្មៅនោះឡើយបងជាកូនប្រុសដើមទ្រង់5ហត្ថពេញទៅដោយទឹកដមស្នេហ៍ហារិនស្មោះស្នេហ៍ណាស់ស្រីនាថឮឃ្លាសម្ដីស្នេហ៍ដែលកំពុងខាប់ដួងព្រលឹងឲ្យអណ្ដែតកប់លំហអាកាសភ្លាម
វិនិតក៏លុកដែរទៅច្របាច់ថ្មគូសង្សារទាំងធ្វើរូបពាក្រអឹមក្រអៀមជានេះអូនសូមស្លាប់ក្នុងរង្វង់ដៃបងហើយសម្ដីបងពិតជាមានអូជារាវណាស់បងរំភើបចិត្តណាស់ដែលឮអូនប្រាថ្នាបែបនេះហើយមិនអោយស្រីនាតខកបំណងទេអញ្ចឹងល្ងាចស្អែកចាំជួបគ្នាណាបងទៅហើយណាសូមឲ្យយប់នេះអូនគេងសុបិនល្អដោយឃើញរូបបងផងណាម្ចាស់ស្នេហ៍សំណប់ចិត្តអើយចាស់សំណប់ចិត្តអូនអញ្ជើញទៅចោះបងឆោមស្រស់លើកដៃគ្រវីលាដោយសម្លឹងហារបញ្ជាជាជំនីចេញទៅរហូតដល់បាត់នៅក្នុងវាំងននរាត្រីទើបស្រស់ស្រីបែរមុខទៅកាន់ភូមិគឺដែលជាលំនៅឋានរបស់នាងដែលមានសភាពចាស់ទ្រុឌទ្រោមសូម្បីតែពន្លឺអគ្គិសនីក៏បំភ្លឺព្រឹមដោយកន្លែងនាងក្របួចមាត់ប្រែទឹកមុខស្ទើរនិងសម្រក់ទឹកភ្នែកនាងខំមាត់ឆ្ងោកមុខបន្តិចទៅផ្ងាក្បាលសម្លឹងទៅកប់លំហវិហារដែលមេឃខ្មៅដាបរកតែផ្កាយមួយដួងមករះកំដរក៏គ្មានផងនាងលើកដៃផាត់កញ្ចុំសក់សរសៃសក់រួចក៏ទម្លាក់ក្បាលចុះដោយធ្វើមុខស្រងូតតែងាកឆ្វេងស្ដាំទៅបោះចំហៀនតម្រង់មកខ្លងទ្វារភូមិគ្រឹះរបស់នាងអ៊ំអត់ឈរក្នុងទីងងឹតខាងមុខបន្ទប់តាមសម្លឹងគ្រប់កាយវិការរបស់វិនិច្ឆ័យតាំងពីនៅមុខភូមិគ្រឹះរហូតដល់ឃើញហារិនបើកម៉ូតូចេញទៅហើយតាមគយគន់ដំណើរឆោមល្អចូលក្នុងភូមិគ្រឹះរួចក៏បន្តចំហៀនចូលក្នុងបន្ទប់របស់នាងស្ត្រីឈរក្រវីក្បាលដូចជាបង្កប់ភាពខ្វាយខ្វល់យ៉ាងអាណែកចំពោះខ្សែជីវិតដល់កំសត់ក៏ដូចជាយ៉ាងរញ៉េរញ៉ៃរបស់ស្រស់ស្រីវិនិច្ឆ័យទ្វារបន្ទប់បើកឡើងភ្លាមលេចចេញនឹងទុំកំពុងកាន់ចានបបរដើរចេញមកអ៊ំស្រីអនសម្លឹកមុខក្មួយស្រីដោយជំរុះសំណួរមួយមិញអ្នកស្រីសម្រានហើយអេតុងចាស់ណាមីងអ្នកស្រីសម្រានហើយប៉ុន្តែយប់នេះអ្នកស្រីមានសុភាពប្លែកណាស់សពដងនៅពេលដែលខ្ញុំស្អំសរសៃដៃសរសៃជើងអ្នកស្រីតែងតែខំកំរើកលើកដៃលើកជើងឲ្យខ្ញុំស្អំខ្ញុំលួចច្របាច់តែយប់នេះអ្នកស្រីមិនកំរើកដៃកំរើកជើងតទៅសោះហើយសំងំនៅស្ងៀមដោយបណ្ដោយឲ្យខ្ញុំស្អំលួចច្របាច់ទាំងធ្វើមុខខ្មៅអាយខ្ញុំថាអ្នកស្រីកាន់តែដុនដាបហើយនេះគេហៅថាជំងឺស្អីទៅអ្នកមីងអ៊ំអត់ធ្វើមុខមកខាំមាត់សំឡងកំបោបាច់ច្រើនពេកនេះគេហៅថាជំងឺក្រៀមក្រំជំងឺខ្លោចផ្សាជំងឺឈឺចាប់និងទុំភ្ញាក់ព្រឹកនិងសម្ដីអ៊ំអត់ដោយលាន់មាត់យីមានដែរណោះប្រភេទជំងឺចម្លែកនេះចង់បដិក៏មានជំងឺប្លែកៗអញ្ចឹងណាមីង